គឺធ្វើឲ្យការវិនិច្ឆ័យសម្រាប់អនាគតខុសដូច្នេះហើយដោយសារហ្សាកាតាគឺជាទីតាំងដំបូងបំផុតនៅក្នុងការរៀបចំការចរចាដំណើរការសន្តិភាពបន្ទាប់ពីការចរចារវាងខ្ញុំជាមួយសម្ដេចព្រះនរោត្តមសីហនុហើយក៏ជាទីតាំងនៃការរៀបចំនៅព្រឹត្តិការណ៍ជាច្រើនអំពីដំណើរការសន្តិភាពរបស់កម្ពុជាដូច្នេះខ្ញុំចង់យកឱកាសនេះដើម្បីបញ្ចេញនៅបញ្ហាខ្លះដែលគេមិនបានដឹងហើយដែលអ្នកស្រាវជ្រាវអ្នកសរសេរសភៅមួយចំនួនគឺសរសេរខុសឆ្ងាយរាប់ទាំងជនជាតិកម្ពុជានិងជនបរទេសមួយចំនួនគឺមានការផន់ច្រឡំរហូតទៅដល់ការចាត់ទុកថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាធម្មនុញ្ញរបស់កម្ពុជាទៀតផងមានតម្លៃលើសពីរដ្ឋធម្មនុញ្ញកម្ពុជាទៀតផងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរួមជាមួយខ្ញុំនៅក្នុងការប្រើពេលវេលាបន្តិចដោយសារតែនេះជាចំណែកនៃការចែករំលែកនៃបទពិសោធន៍ហើយបន្ទាប់ពីនេះគឺខ្ញុំនឹងធ្វើការបោះសភៅចេញជាសភៅតែម្ដងការធ្វើអត្ថាធិប្បាយរបស់ខ្ញុំថ្ងៃនេះក៏មានការផ្សាយផ្ទាល់ទៅដល់ទីក្រុងភ្នំពេញសម្រាប់បណ្ដាទូរទស្សន៍របស់កម្ពុជានិងចែកចម្លែកដល់ប្រជាជនកម្ពុជាផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្រោបអត់វត្តស្រាប់ហើយអ្នកដែលហត់មិនមែនអ្នកអង្គុយទេអ្នកដែលហត់គឺខ្ញុំអ្នកឈរនិយាយអានេះទើបជាអ្នកហត់ចឹងសង្ឃឹមថាអ្នកអង្គុយស្ដាប់មិនហត់ជាងអ្នកឈរនិយាយទេឈរនិយាយថ្ងៃនេះខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលមកផ្ដល់បទកថានៅក្នុងសិក្ខាសាលាស្ដីពីទស្សនៈនិងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជាខ្ញុំសូមថ្លែងអំណរគុណដល់វិជាឋានសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ានិងស្ថាប័នពាក់ព័ន្ធដែលរៀបចំសិក្ខាសាលាពីឡើងដើម្បីផ្សព្វផ្សាយចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពរបស់កម្ពុជាពិតណាស់ថាបទពិសោធន៍បរិបទនិងស្ថានភាពនយោបាយនិងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗអាចខុសគ្នាហើយពេលខ្លះបទពិសោធន៍របស់កម្ពុជាអាចលំបាកនិងអនុវត្តនៅក្នុងបរិបទផ្សេងប្រទេសផ្សេងប៉ុន្តែខ្ញុំជឿជាក់ថាគោលគំនិតនៃនយោបាយឈ្នះឈ្នះពិតជាមានតម្លៃក្នុងការផ្ដល់ធៀបចូលជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាពតែមានលក្ខណៈយូរអង្វែងនិងមានបរិយាបន្នសម្រាប់អ្នកចូលរួមទាំងឡាយតែពុំសូវបានស្គាល់ពីកម្ពុជាចង់បញ្ជាក់ជូនថាក្រោមការព្រួយផ្ដើមនិងការដឹកនាំអនុវត្តរបស់ខ្ញុំនយោបាយឈ្នះឈ្នះបានសម្រេចនៅសន្តិភាពពេញលេញនិងឯកភាពទឹកដីនៅក្នុងឆ្នាំ1998ដោយគ្មានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរនេះជាសន្តិភាពពេញលេញយូរអង្វែងតែកម្ពុជាពុំធ្លាប់ស្គាល់តតែសោះក្នុងអំឡុងពេលជាង500ឆ្នាំចុងក្រោយពីការធ្លាក់ចុះនៃអាណាចក្រអង្គរហើយបទពិសោធន៍នៃការបង្រួបជាតិដោយគ្មានប្រើក្របកំភ្លើងនិងការបង្ហូរឈាមប្រហែលជាមានតែកម្ពុជាទេនៅលើពិភពលោកនេះយើងគិតថានេះមិនមែនជាអំណួតនោះឡើយតែនេះគឺជាសន្តិភាពដែលបានមកដោយលំបាកជាទីបំផុតបើគិតពីប្រវត្តិសាស្ត្រនៃការឈឺចាប់របស់កម្ពុជាដែលឆ្លងកាត់នៅការលំបាកទុក្ខសោករាប់ជំពូកនិងសោកនាដកម្មប្រល័យជាតិសាសន៍គ្រប់នាទីនិងគ្រប់ជំហានសុទ្ធតែជាចំណុចស្លាប់រស់ហើយអាយុជីវិតរបស់ខ្ញុំនិងរាល់ដំណើរការរបស់ខ្ញុំ
គឺជាការបូជាអាយុជីវិតដើម្បីភាពរស់រានមានជីវិតនិងសន្តិភាពសម្រាប់ប្រទេសកម្ពុជាដ៏កំសត់របស់ខ្ញុំនៅពេលដែលខ្ញុំគេចខ្លួនទៅវៀតណាមនៅឆ្នាំ1977ខ្ញុំពិតជាមានជំរឿសនៅក្នុងការសម្ងំសពដោយសិទ្ធិជ្រកកោននយោបាយប៉ុន្តែខ្ញុំស្នើវៀតណាមជួយគ្រប់គ្រងដល់កងកម្លាំងដែលខ្ញុំប្រមូលផ្ដុំដឹកនាំដើម្បីផ្ដួលរំលំរបបបល្ល័ង្កពូជសាសន៍ប៉ុលពតវៀតណាមអាចមិនជឿការរាយការណ៍របស់ខ្ញុំហើយវៀតណាមក៏មានជំរឿសនៅក្នុងការមិនគ្រប់គ្រងយុទ្ធនាការយោធាដែលខ្ញុំបានសារនោះដែរបើក្រេកថយក្រោយយើងប្រកាសជាយល់ច្បាស់ថាបើគ្មានថ្ងៃរបស់7មករា1979ហើយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតែមានការគ្រប់គ្រងពីកងទ័ពស្ម័គ្រចិត្តវៀតណាមកម្ពុជាអាចរលត់ជាតិសាសន៍ទាំងមូលតែម្ដងមានអ្នកខ្លះចោទថាវៀតណាមបានឈ្លានពានកម្ពុជាប៉ុន្តែបើនិយាយដោយក្រោតគ្រាបន្តិចខ្ញុំចង់បញ្ជាក់ថាប្រសិនបើវៀតណាមចង់លេបយកទឹកដីកម្ពុជាវៀតណាមពិតជាមានជំរឿសដោយទុកឲ្យកម្ពុជាប្រជាធិបតេយ្យនៅបន្តកាន់អំណាចតទៅទៀតហេតុរហូតដល់ខ្មែររលាយជាតិសាសន៍តែម្ដងវៀតណាមនឹងមិនចាំបាច់បើកយុទ្ធនាការយោធាហើយសុកចិត្តលះបង់ជីវិតកងទ័ពស្ម័គ្រចិត្តវៀតណាមរបស់ខ្លួនឡើយរឿងនេះត្រូវតែមានយុទ្ធធម៌ចំពោះវៀតណាមព្រោះថាបើគ្មានវៀតណាមនៅពេលនោះពិតជាគ្មានប្រទេសណាមួយមកអើពើនឹងកម្ពុជាក្នុងការផ្ដួលរំលំរបបបល្ល័ង្កឈាមប៉ុលពតនោះឡើយជាង40ឆ្នាំមកនេះមិនត្រឹមតែមានការចោទប្រកាន់លើវៀតណាមនៅបន្តមាននោះទេយើងក៏ឃើញមាននិន្នាការជ្រុលនិយមចង់បដិសេធវត្តមាននៃរបបបល្ល័ង្កពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរហើយសម្រាប់ប្រទេសមួយតែនៅរស់រានមានជីវិតងើបយ៉ាងត្រដាប់ត្រដួសពីរបបបល្ល័ង្កពូជសាសន៍យើងត្រូវតែការពារឲ្យបានដាច់ខាតនៅតថភាពប្រវត្តិសាស្ត្រនិងការពារឲ្យបានជាដាច់ខាតនៅការកើតឡើងវិញជាថ្មីនៃអក្រិតកម្មដ៏សាហាវយកក្រោមដូច្នេះហើយកាលពីពេលថ្មីនេះកម្ពុជាបានបង្កើតច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់អក្រិតកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់បន្តិចមានការចោទប្រកាន់ចំពោះដំបូងខ្ញុំចង់និយាយថាកាលនៅក្នុងឆ្នាំ1979នៅក្នុងរយៈពេលពី75ដល់ឆ្នាំ1979ពេលនោះតើឲ្យយើងខ្ញុំទៅពឹងអ្នកណាបើយើងខ្ញុំមិនពឹងវៀតណាមតើយើងខ្ញុំទៅពឹងអ្នកណាមកជួយរំដោះកម្ពុជាហើយបើវៀតណាមចង់រំដោះចង់លៀបយកទឹកដីកម្ពុជាពិតប្រាកដវៀតណាមមិនចាំបាច់បើកយុទ្ធនាការយោធាដើម្បីទៅដល់រំដោះប្រជាជនទេទុកឲ្យខ្មែរក្រហមសម្លាប់ប្រជាជននិងការអត់បាយស្លាប់វាជាការគ្រប់គ្រាន់ណាស់ទៅហើយមិនចាំបាច់វៀតណាមចំណាយក្របកម្លឹងទេព្រោះនៅក្នុងផ្ទៃក្នុងកម្ពុជាកាប់សម្លាប់ប្រជាជនខ្លួនឯងនេះជារឿងមួយហើយរឿងមួយទៀតវៀតណាមចូលមកកម្ពុជាដកត្រឡប់ទៅវិញចុះបើចង់បានទឹកដីកម្ពុជាចាំបាច់ដកកងទ័ពទៅវិញទៅអីទុកតែម្ដងទៅវាមិនងាយស្រួលជាងយើងទេចំណុចនេះយើងត្រូវការពារនៅតថភាពជាក់ស្ដែងនៃប្រវត្តិសាស្ត្រព្រោះបញ្ហាវាបានកើតឡើងបើសិនជាគ្មានរបបបល្ល័ង្កពូជសាសន៍ប៉ុលពតនៅកម្ពុជាទេគឺតើយើងមានការចាប់បាច់សុំកងទ័ពវៀតណាមមកជួយធ្វើអីហើយខ្ញុំនឹងធ្វើអត្ថាធិប្បាយ
អំពីចរិតរបស់វៀតណាមនៅពេលដែលខ្ញុំបានពឹងពាក់នៅក្នុងការកសាងកម្លាំងប្រវត្តិដើម្បីសង្គ្រោះជាតិនៅពេលនោះរឿងនេះវាជារឿងប្រវត្តិសាស្ត្រហើយបានតបជាប់នៅលើពិភពលោកមិនមែនមានតែវៀតណាមជួយកម្ពុជាទេនៅលើពិភពលោកការរំលត់សង្គ្រាមលោកលើកទី2គឺសម្ព័ន្ធមិត្តបានចាប់ផ្ដើមរួមគ្នាដើម្បីរំលត់លើកសង្គ្រាមដូច្នេះរឿងរំលត់របបបល្ល័ង្កពូជសាសន៍គឺហើយឥឡូវនេះកាន់តែច្បាស់ទៅទៀតតុលាការកូនកាត់រវាងកម្ពុជានិងអង្គការសហប្រជាជាតិក៏បានកាត់ទោសរបបខ្មែរក្រហមរួចទៅហើយចឹងគេមិនអាចលេងគណិតវិទ្យាតាមរយៈ1 ដក 1 ស្មើនឹង0នោះទេមកខាងកោតទោសរបបប៉ុលពតមកខាងកោតទោសអ្នកប្រឆាំងប៉ុលពតតើគួរលេងល្បែងនេះក្នុងទស្សនវិជ្ជានយោបាយពិតប្រាកដឬទេនេះជាចំណុចដែលត្រូវចោទសួរតែតេតិនជាមួយនឹងកត្តាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយអាដាមលោកជំទាវអស់លោកស្រីចំណុចចាប់ផ្ដើមនៃសោតនកម្មរបស់កម្ពុជាគឺការចេញពីរដ្ឋបហាទម្លាក់ព្រះករណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅឆ្នាំ1970ពេលនោះខ្ញុំនិងយុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀតបានសម្រេចចិត្តចូលរួមជាមួយកងកម្លាំងតស៊ូក្នុងព្រៃតាមការអភិវឌ្ឍរបស់ព្រះករណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុប៉ុន្តែសូបិននៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបបលន់នល់នៅថ្ងៃទី17ខែមេសាឆ្នាំ1975បានប្រូរជំនួសដោយសោកនាដកម្មបង្ហូរឈាមក្រោមការគ្រប់គ្រងមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហមតែចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីសឥតខ្ចោះដោយលុបបំបាត់ចោលទាំងស្រុងនៅវណ្ណៈបានកាប់សម្លាប់អ្នកមានទ្រព្យសម្បត្តិអ្នកចេះដឹងនិងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ចហើយរៀបសូន្យហើយត្រឹមតែ3ឆ្នាំ8ខែ20ថ្ងៃម៉ែក្រហមបានសម្លាប់ប្រជាជនកម្ពុជាជាង3លានដោយសារក្រមមិនបានចំពោះអំពើខុសខើព្រៃខ្សែប៉ុលពតនឹងមិនអាចនៅស្ងៀមមើលប្រទេសខ្មែរត្រូវរលំរលាយខ្លួនចំតែគ្រានោះជាមេបញ្ជាការកងរក្សាធំតែគ្រប់គ្រងលើកងទ័ពជាង2000នាក់បានសម្រេចចាក់ចេញទៅប្រទេសវៀតណាមសងព្រេងបថុយជាមួយនឹងជំរឿសចុងក្រោយដើម្បីរំដោះឲ្យរួចរំដោះជាតិឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ1977ខ្ញុំនិងយុទ្ធមិត្ត4នាក់បានចាក់ចេញយោធាក្នុងភូមិកោះស្នងភូមិកោះឃុំទលូស្រុកមេមត់ខេត្តកំពង់ចាមស្ថិតនៅភាគខាងកើតប្រទេសដើម្បីឆ្លងទៅកាន់ប្រទេសវៀតណាមពេលនោះខ្ញុំមានជំរើសមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងខ្មែរក្រហមប៉ុន្តែខ្ញុំសម្រេចចិត្តឆ្លងព្រំដែនដើម្បីស្នើសុំវៀតណាមជួយរំដោះប្រទេសហើយនេះគឺជាជំរើសល្អបំផុតសម្រាប់ការរស់រានរបស់ប្រជាជាតិនៅក្នុងគ្រាដ៏លំបាកនេះខ្ញុំក៏បានកំណត់ផ្លូវដែលត្រូវដើរគឺមិនមែនដើម្បីស្វែងរកផ្លូវរស់តែខ្លួនឯងនោះទេគឺដើម្បីជួយសង្គ្រោះប្រទេសជាតិក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថាពេលនោះខ្ញុំមានជម្រើស4យ៉ាងតែត្រូវជ្រើសរើសជម្រើសទី1គឺប្រើកងទ័ពដែលនៅក្រោមបញ្ជារបស់ខ្ញុំជាង2000នាក់ដើម្បីវាយកាន់កាប់តំបន់មួយចំនួនហើយជម្រើសនេះគឺ
គឺជាជំរឿសដល់គ្រោះថ្នាក់កងទ័ព 2000 នាក់ទៅជួលជាមួយកងទ័ព 18,000 នាក់របស់ប៉ុល ពតវាមិនអាចទៅរួចទេក៏ប៉ុន្តែក្នុងកលៈទេសៈដំបូងយើងអាចវាយកាន់កាប់នៅក្នុងស្រុកនិងតំបន់មួយចំនួនប៉ុន្តែបន្ទាប់ទៅយើងធ្លាក់ទៅក្នុងក្លុកឈាមនៃការបង្ក្រាបរបស់ពួកប៉ុល ពតនេះជាជំរឿសទី1ជំរឿសទី2គឺដកខ្លួនចេញគឺទៅកាន់ប្រទេសវៀតណាមដើម្បីជួយក្នុងការរំដោះប្រទេសជំរឿសនេះមិនមែនជារឿងថ្មីរបស់កម្ពុជាទេសម្ដេចព្រះនរោត្តមសីហនុក្រោយរដ្ឋប្រហារទម្លាក់ព្រះអង្គពីសំណាក់លន់នល់ព្រះអង្គក៏ធ្លាប់បានទៅពឹងពាក់មិត្តភ័ក្តិបរទេសជួយដែរក្នុងនោះក៏មានវៀតណាមចូលទៅជួយនៅឆ្នាំ1970ដល់ឆ្នាំ1975ផងដែរមិនមែនជាជំរឿសតែវាអាក្រក់នោះទេជំរឿសទី3គឺមិនធ្វើអ្វីទាំងអស់ទុកឲ្យពួកខ្មែរក្រហមចាប់យកទៅសម្លាប់ហើយជំរឿសទី4គឺធ្វើអត្តឃាតខ្លួនឯងតែម្ដងនេះជាជំរឿសចុងក្រោយប៉ុន្តែជំរឿសអត្តឃាតមិនមែនជារឿងល្អទេប៉ុន្តែខ្ញុំក៏បានត្រៀមធ្វើអត្តឃាតខ្លួននៅពេលដែលប្រសិទ្ធបើខ្ញុំឆ្លងទៅវៀតណាមចាប់បញ្ជូនខ្ញុំត្រឡប់មកកម្ពុជាវិញពេលនោះខ្ញុំនឹងធ្វើអត្តឃាតដោយអត្តឃាតខ្លួនឯងដោយខ្ញុំទុកមជុលចំនួន12ដើមនៅក្នុងកប៉ាល់ខោរបស់ខ្ញុំប្រសិនបើវៀតណាមចាប់បញ្ជូនខ្ញុំមកឲ្យប៉ុល ពតពេលនោះខ្ញុំនឹងយកមកជុលទាំង12ដើមបុកបំពង់ករបស់ខ្ញុំដើម្បីធ្វើអត្តឃាតខ្ញុំមិនឲ្យខ្មែរក្រហមសម្លាប់ខ្ញុំអ្នកអាចយល់ទេក្នុងវ័យ25ឆ្នាំដែលចាក់ចោលប្រពន្ធកំពុងមានទីពុកអ្នកយល់នៅបញ្ហានេះទេនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះពេលនោះទឹកនឹងមានអាយុ5ខែក្នុងពោះខ្ញុំកំសត់ណាស់ក្នុងជីវិតតស៊ូរបស់ខ្ញុំបន្ទាប់ពីកូនមួយស្លាប់ដោយសារគ្រូពេទ្យធ្វើធ្លាក់ពីដៃជាកូនទី4តែរាខ្ញុំមានទីពោះមួយទៀតគឺនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នទឹកភ្នែករាប់សែនរាប់រៀបទំនក់របស់ខ្ញុំគឺជាការឈឺចាប់អំពីការប្រត់ប្រាស់ពីប្រទេសជាតិមិនមែនគ្រាន់តែត្រឹមគិតអំពីបញ្ហាប្រពន្ធកូនទេក៏ប៉ុន្តែប្រជាជនកម្ពុជាទាំងមូលគឺទទួលនៅការលំបាកស្លាប់រាល់ថ្ងៃដូច្នេះជំរឿសដែលខ្ញុំទៅនេះគឺមិនមែនអ្វីរួចខ្លួនតែឲ្យនោះទេខ្ញុំសូមអភ័យទោសនៅពេលណាដែលខ្ញុំនិយាយដល់រឿងនេះគឺខ្ញុំតែមិនអាចទប់ទឹកភ្នែកបានបើទោះបីជាខ្ញុំបដូរឋានៈពីអ្នកដែលផ្សោតព្រេងដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាជិត50ឆ្នាំទៅហើយក្តីតែភាពកំសត់របស់ខ្ញុំនៅតែតាមលោកខ្ញុំជានិច្ចកាលរឿងនេះហើយតែខ្ញុំបដូរដាច់ខាតមិនឲ្យអ្នកណាមួយបំផ្លាញសន្តិភាពនៅកម្ពុជាបានទេព្រោះប្រជាជនកម្ពុជាឆ្អែតឆ្អន់ពេកហើយជាង500ឆ្នាំនៃប្រវត្តិសាស្ត្រក្នុងប្រវត្តិសាស្ត្រមិនដែលពេលណាដែលប្រជាជនកម្ពុជាមានសេចក្តីសុខដោយសពថ្ងៃនេះទេប្រទេសកម្ពុជាមួយតែងមានតំបន់ត្រួតត្រាច្រើនខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញសន្តិភាពនេះដែលរកបានដោយលំបាកនោះទេផងនេះហើយតែខ្ញុំសូមអភ័យទោសវាជារឿងមួយដែលមិនគួរស្រត់ទៅព្រែកនៅទីនេះក៏ប៉ុន្តែខ្ញុំមិនអាចជៀសផុតអំពីបញ្ហានេះខ្ញុំបញ្ជាក់ឡើងវិញនៅពេលដែលខ្ញុំទៅកាន់វៀតណាមក៏បានផ្ដល់មតិឲ្យខ្ញុំដើម្បី
នឹងចាក់ចេញទៅប្រទេសទី3ពេលនោះសូមបញ្ជាក់ថាការពឹងពាក់ទៅលើវៀតណាមមិនមែនចេះតែពឹងពាក់វៀតណាមគោរពគោលការណ៍អធិបតេយ្យមិនមែនទៅដល់វៀតណាមស្វាគមន៍ដើម្បីជួយយើងនោះទេវៀតណាមបានលើកហេតុផលថាវៀតណាមនិងកម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងការទូតវៀតណាមមិនអាចជ្រៀតជ្រែកកិច្ចការរបស់ប្រទេសក្នុងកម្ពុជាបានទេដូច្នេះសូមអ្នកទាំងអស់គ្នាអាចទៅប្រទេសទី3គេអាចពេលនោះវៀតណាមលើកឈ្មោះប្រទេសមួយចំនួនអូស្ត្រាលីជប៉ុនបារាំងកាណាដាដើម្បីឲ្យខ្ញុំចាក់ចេញទៅបាទខ្ញុំប្រាប់ទៅខាងវៀតណាមវិញថាប្រសិនបើអស់លោកមិនអាចជួយខ្ញុំបានទេសូមបកគលអាវុធឲ្យខ្ញុំហើយខ្ញុំចូលទៅស្លាប់ជាមួយប្រជាជនរបស់ខ្ញុំពេលនោះខ្ញុំទៅមានអាយុ25ឆ្នាំ20ឆ្នាំ5ឆ្នាំទីនៅពេលនេះនិស្សិតមិនតាន់ចេញពីសាលាទេមិនតាន់ចេញពីសាលាតែខ្ញុំបានคล้ายទៅជាមេដឹកនាំនៃចលនាតែតដើម្បីរំដោះប្រជាជាតិមួយនេះនៅគ្រាគ្រោះថ្នាក់បែបនេះខ្ញុំបានកំណត់ឲ្យថាផ្លូវដែលត្រូវដើរគឺមិនមែនដើម្បីស្វែងរកផ្លូវរស់តែខ្លួនឯងនោះទេប៉ុន្តែគឺដើម្បីសង្គ្រោះជាតិប្រសិនបើខ្ញុំពុំមានឆន្ទៈមុតមមនិងមិនមានផែនការច្បាស់លាស់ដើម្បីជាតិនោះទេមិត្តវៀតណាមក៏មិនជឿជាក់លើខ្ញុំហើយជួយខ្ញុំក្នុងការកសាងកម្លាំងប្រដាប់អាវុធតែមានកងទ័ពកម្ពុជាប្រមាណជាង 10000 នាក់នឹងជួយដល់ការកសាងអង្គភាពចាត់តាំងខាងនយោបាយនិងរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីកាន់ទង់នយោបាយហើយចុកក្រោយទុកចិត្តហើយកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកជួយកម្ពុជានោះដែរក្រោយថ្ងៃរំដោះ7មករា1970យើងត្រូវរែកពុនការងារកសាងប្រទេសឡើងវិញពីបាត់ដៃទទីដោយដៃមកខាងយើងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនិងមកខាងទៀតយើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លានកសាងស្ថាប័នជាតិនិងកសាងសេដ្ឋកិច្ចជាតិឡើងវិញជាមួយធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់រង្គោះមិនថាស្ថានភាពក្នុងស្រុកមានភាពលំបាកបំផុតសូម្បីតែស្ថានភាពអន្តរជាតិក៏មិនអំណោយផលដល់យើងដែរហើយយើងត្រូវរងនៅការឡោមព័ទ្ធនិងតនកម្មយ៉ាងអយុត្តិធម៌ជាទីបំផុតទាំងផ្នែកនយោបាយសេដ្ឋកិច្ចនិងការទូតសហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះជាតិទូទេហើយអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមរយៈពេល12ឆ្នាំតែពេលនោះក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសអាយុ27ឆ្នាំខ្ញុំទទួលរងនៅការប្រមាថហើយខ្ញុំនៅចងចាំរហូតមកដល់ពេលនេះខ្ញុំគួរតែបញ្ជាក់ថាខ្ញុំចាប់ផ្ដើមអាជីពបន្ទាប់ពីកងទ័ពខ្ញុំចេញមកអាជីពជារដ្ឋមន្ត្រីការបរទេសក្នុងវ័យ27ឆ្នាំបន្តទៅខ្ញុំក្លាយទៅជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសនៅក្នុងវ័យ29ឆ្នាំហើយបន្តទៅទៀតក្លាយទៅជានាយករដ្ឋមន្ត្រីនៅក្នុងវ័យ32ឆ្នាំអញ្ចឹងអាចចាត់ទុកថាជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនៅលើពិភពលោកក៏ប៉ុន្តែក៏ជានាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេនៅលើពិភពលោកដោយសារខ្ញុំបានបំពេញតួនាទីជានាយករដ្ឋមន្ត្រីរហូតដល់38ឆ្នាំគេថានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នគឺនៅក្មេងប៉ុន្តែនៅពេលដែលគេធ្វើនាយករដ្ឋមន្ត្រីគេមានអាយុ45ឆ្នាំប៉ុន្តែនៅពេលដែលខ្ញុំចូលធ្វើនាយករដ្ឋមន្ត្រីនៅក្នុងវ័យ32ឆ្នាំតែប៉ុណ្ណោះចឹងស្ថានភាពនេះគឺអាច
និយាយបានថាខ្ញុំក៏ស្ថិតនៅក្នុងចំណោមយុវជនម្នាក់នៃយុវជនចំនួនមុនដែលបានរួមចំណែកធ្វើឲ្យទឹកដីកម្ពុជាវិលត្រឡប់មកកាន់ស្ថានភាពមួយដូចតែមានសពថ្ងៃដំណើរការស្វែងរកសន្តិភាពការកែតម្រង់នយោបាយនិងសេដ្ឋកិច្ចកម្ពុជាក្រោយពេលរំដោះប្រទេសពីខ្មែរក្រហមគឺជាពេលវេលាគ្រោះថ្នាក់បំផុតសម្រាប់ខ្ញុំព្រោះថាទី1ស្ថានភាពផ្ទៃក្នុងយើងមិនតាន់ឯកភាពគ្នាទាំងស្រុងនោះទេហើយការលើកស្នើគោលនយោបាយដូចជាស្វែងរកការចរចាភាគីខ្មែរការបញ្ចូលទស្សនវិជ្ជាសេដ្ឋកិច្ចទីផ្សារដោយជាកម្មសិទ្ធិដីធ្លីនៅក្នុងដំណើរការគ្រប់គ្រងសេដ្ឋកិច្ចពិតជាមានការប្រសើរខ្លាំងពីរយើងត្រូវពឹងនិងត្រូវតែគ្រប់គ្រងប្រទេសហើយមានកងវត្តមានកងទ័ពវៀតណាមនិង3អតីតសហភាពសូវៀតគឺជាអ្នកផ្ដល់ជំនួយដល់កម្ពុជាយ៉ាងណាក្តីខ្ញុំចង់បញ្ជាក់ថាវៀតណាមនិងសូវៀតបានគោរពឯករាជ្យអធិបតេយ្យរបស់កម្ពុជានៅក្នុងការសម្រេចជោគវាសនាអនាគតរបស់ជាតិត្រង់ចំណុចនេះខ្ញុំចង់បង្ហាញមិនមែនដើរលើផ្លូវកស៊ូទេខ្ញុំដើរលើផ្លូវដែលមានឧបសគ្គរាប់ប៉ុណ្ណោះជាផ្លូវពោពេញដោយគ្រោះថ្នាក់នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើកំណែទម្រង់ចាប់ផ្ដើមធ្វើនយោបាយរដ្ឋមន្ត្រីជាផ្លូវការនៅថ្ងៃទី14ខែមករាឆ្នាំ1985ក្នុងវ័យ32ឆ្នាំពេលនោះខ្ញុំចាប់ផ្ដើមធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចក្នុងស្ថានភាពមិនអំណោយផល3យ៉ាងដែលសុទ្ធតែជាអាវុធប្រហារជីវិតរបស់ខ្ញុំតែម្ដងតើអ្វីទៅតែហៅថាជាអាវុធសម្រាប់ប្រហារជីវិតរបស់ខ្ញុំទី1ផ្ទៃក្នុងខ្លួនឯងអត់យល់ទេអត់តាន់យល់ទេបើនិយាយពីកំណែតម្រង់នយោបាយខ្ញុំចង់និយាយសម្ដៅទៅដល់ថាយើងត្រូវស្វែងរកដំណោះស្រាយនយោបាយជាជាងប្រើប្រាស់សង្គ្រាមដូច្នេះមានតែការចរចាគ្មានការយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមទេចឹងសួរថាប្រមាណនេះមានការយល់ស្របជាមួយយើងសូម្បីតែពេលនោះរដ្ឋមន្ត្រីការបរទេសរបស់ខ្ញុំបន្តធ្វើរដ្ឋជានាយករដ្ឋមន្ត្រីផងជារដ្ឋមន្ត្រីការបរទេសផងប៉ុន្តែពេលមួយខ្ញុំបានទម្លាក់ទៅឲ្យបុគ្គលម្នាក់ទៀតធ្វើរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីការបរទេសក៏មិនយល់ស្របរដ្ឋមន្ត្រីការពារជាតិក៏មិនយល់ស្របដូច្នេះខ្ញុំត្រូវបង្ខំចិត្តដូររដ្ឋមន្ត្រីការបរទេសដូររដ្ឋមន្ត្រីពីរនាក់ដូររដ្ឋមន្ត្រីការពារជាតិម្នាក់និងដូររដ្ឋមន្ត្រីការពារការបរទេសហើយរដ្ឋមន្ត្រីការបរទេសខ្ញុំត្រូវយកមកកាន់ខ្លួនឯងឡើងវិញព្រោះបើសិនជានយោបាយរដ្ឋមន្ត្រីទៅការចរចាបែរជារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិមិនយល់ស្របតើយើងចរចាបែបណាទៅដូច្នេះជំរឿនតែនៅសេសសល់ខ្ញុំត្រូវដកអ្នកដែលមិនយល់ស្របចាស់ចេញដើម្បីទុកឱកាសឲ្យខ្ញុំសម្រេចនៅគោលដៅនៃការកែតម្រង់នយោបាយបញ្ហាសេដ្ឋកិច្ចទីផ្សារជាពិសេសទាក់ទិននឹងការផ្ដល់កម្មសិទ្ធិឲ្យប្រជាជនមិនមែនជារឿងតូចតាចទេប៉ុលពតបានដកហូតកម្មសិទ្ធិប្រជាជនអស់ទៅហើយចឹងយើងត្រូវផ្ដល់កម្មសិទ្ធិឲ្យប្រជាជនឡើងវិញចាប់ផ្ដើមពីកំណែតម្រង់ដីធ្លីហើយកំណែតម្រង់ដីធ្លីគឺជាការលំបាកមិនមែនបញ្ហាតូចតាចទេដោយសារប៉ុលពតបានដកហូតកម្មសិទ្ធិប្រជាជនអស់ទៅហើយរួចហើយត្រូវបានជំនះប្រជាជនទូទាំងប្រទេសពីខេត្តមួយទៅកាន់ខេត្តមួយចឹងបញ្ហាកំណែតម្រង់នៅទីនេះតើយើងត្រូវទទួលស្គាល់កម្មសិទ្ធិមុនឆ្នាំ1975ឬទទួលកម្មសិទ្ធិក្នុងពេលបច្ចុប្បន្ននេះជាបញ្ហាតែត្រូវការពេលវេលា
លើបញ្ហាសេដ្ឋកិច្ចកំណែទម្រង់ពីសេដ្ឋកិច្ចផែនការទៅកាន់សេដ្ឋកិច្ចទីផ្សារគឺមិនមែនជាបញ្ហាតូចតាចទេសម្រាប់ផ្ទៃក្នុងបញ្យលគឺយើងត្រូវបញ្យលផ្ទៃក្នុងដើម្បីឲ្យយល់ប្រសិនបើផ្ទៃក្នុងចំតោះខ្ញុំអាចនឹងបាត់បង់នៅការគ្រប់គ្រងអាចជីវិតនយោបាយរបស់ខ្ញុំត្រូវបានបញ្ចុះទី2នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចកងទ័ពវត្តមានកងទ័ពវៀតណាមនៅកម្ពុជារហូតទៅដល់ប្រមាណ10,000នាក់ពេលនោះវៀតណាមមិនទាន់មានការកែតម្រង់សេដ្ឋកិច្ចនៅឡើយទេក្នុងពេលដែលកម្ពុជាត្រូវធ្វើសេដ្ឋកិច្ចទីផ្សារត្រូវធ្វើបើកការចរចាជាមួយនឹងគូបដិបត្តិរបស់កម្ពុជាចឹងវៀតណាមប្រសិនបើវៀតណាមមិនគោរពឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជាទេរាល់ការគ្រប់គ្រងដល់ការសម្រេចចិត្តរបស់កម្ពុជាទុកឲ្យកម្ពុជាសម្រេចចិត្តដោយខ្លួនឯងលើបញ្ហានយោបាយសេដ្ឋកិច្ចរបស់សង្គមរបស់ខ្លួនខ្ញុំនឹងជួបការលំបាកប៉ុន្តែវៀតណាមគេគោរពនៅអ្វីដែលជាការសម្រេចរបស់កម្ពុជាតែទី3ពេលនោះយើងខ្ញុំទទួលជំនួយតែពីអតីតសហភាពសូវៀតនិងកូមេកុងគឺអឺរ៉ុបខាងកើតពេលនោះមិនតាន់មានពេរេស្ត្រួយកានិងក្លាស់ស្នុករបស់ហ្គូបាឆុកនៅឡើយទេប្រសិនបើសហភាពសូវៀតប្រាប់មកទីក្រុងភ្នំពេញថាបើទុកហ៊ុនសែនឲ្យធ្វើនាយករដ្ឋមន្ត្រីតទៅទៀតសូវៀតឈប់ដល់ជំនួយគ្រាន់តែប៉ុណ្ណឹងវាគ្រប់គ្រាន់ដើម្បីបហាជីវិតខ្ញុំទៅហើយបើទោះបីខ្ញុំមិនស្លាប់ជាជីវិតក៏ប៉ុន្តែនយោបាយរបស់ខ្ញុំត្រូវចប់ប៉ុន្តែខ្ញុំគួរតែអរគុណជាមួយមេដឹកនាំវៀតណាមអរគុណចំពោះមេដឹកនាំអតីតសហភាពសូវៀតដែលបានផ្ដល់នៅការគោរពចំពោះការសម្រេចចិត្តរបស់កម្ពុជាហើយខ្ញុំអរគុណចំពោះអ្នកដឹកនាំគណៈបព្វជិជននៅពេលនោះទាំងប្រធានរដ្ឋទាំងប្រធានសភាហើយនឹងបណ្ដាថ្នាក់ដឹកនាំផ្សេងទៀតដែលបានគ្រប់គ្រងការសម្រេចចិត្តរបស់ខ្ញុំក្នុងទិសដៅនៃការកែតម្រង់ទាំងនយោបាយទាំងសេដ្ឋកិច្ចបើកមុខពួយទាំងពីរទៅតែម្ដងបើមិនធ្វើយ៉ាងដូចនេះទេតើកម្ពុជាមកដល់ថ្ងៃនេះមានសន្តិភាពហើយឬនៅនេះជាចំណុចដែលយើងត្រូវមើលឃើញប៉ុន្តែលទ្ធផលវាបានបង្ហាញច្បាស់តែថ្ងៃនេះយើងមានព្រឹកមិញពេលដែលខ្ញុំចូលមកតាមអសង្សរខ្ញុំបាននិយាយជាមួយសហការីរបស់ខ្ញុំថាអស់អ្នកទាំងអស់គ្នាត្រូវដឹងតែចំណន់យើងដើរចរចាយើងទទួលបានប្រាក់ត្រឹមតែ$50ក្នុងម្នាក់ទេអ្នកដែលបានមកធ្វើដំណើរជាមួយខ្ញុំដើម្បីចរចាទាំងអនុប្រធានទី1ព្រឹទ្ធសភាកាលដែលតាធ្វើដំណើរជាមួយខ្ញុំមកធ្វើដំណើរទុំវិញពិភពលោកទោះបីប្រមាណប្រទេសក៏ដោយគឺយើងទទួលបានតែ$50ក្នុងម្នាក់ទេ$50ក្នុងម្នាក់ខ្ញុំមិនឲ្យមានការចំណាយឈៀកឈីទេខ្លួនខ្ញុំក៏ទទួល$50ប៉ុន្តែឥឡូវគ្រាន់តែចែកឲ្យនិស្សិតចែកឲ្យអ្នកការទូតនៅទៅធ្វើការនៅនេះម្នាក់500អីដើម្បីចែកប្លែកព្រោះអានេះវាជាបញ្ហារឿងរបស់យើងខ្ញុំមានច្រើនខ្ញុំសូមជម្រាបចាប់ផ្ដើមធ្វើរដ្ឋមន្ត្រីការបរទេសខ្ញុំមានរបបត្រឹមតែ16គីឡូអង្ករ10គីឡូពោត6គីឡូនេះជារឿងពិតរបស់កម្ពុជាតែយើងកសាងពីបាត់ដៃប្រទេសចេញមកតែយើងខំស្មៅនៅជាមួយប្រជាជនមិនរត់ចោលប្រជាជននោះទេចឹងទេត្រង់ចំណុចនេះគឺជាចំណុចដែលខ្ញុំគូសបញ្ជាក់អំពីគ្រោះថ្នាក់របស់ខ្ញុំដែលវាអាចកើតមានប៉ុន្តែវាផ្ទុយទៅវិញគឺខ្ញុំពិតជាមានសំណាងដោយសារតែអ្វីជាឧបសគ្គទីក្នុងបញ្យលកងទ័ពវៀតណាមនៅក្នុងប្រទេសក្នុងពេលដែលវៀតណាមមិនតាន់កែតម្រង់សូវៀតជាអ្នកផ្ដល់ជំនួយក្នុងពេលដែលសូវៀតមិនតាន់កែតម្រង់
ប៉ុន្តែខ្ញុំអាចជំនះបាននៅបញ្ហាប៉ុន្តែនៅទីនេះខ្ញុំក៏មានសិល្បៈមួយដែរសិល្បៈនៅត្រង់ថាពេលដែលខ្ញុំចាប់ផ្ដើមចេញចរចាគឺបានតែគេថាហ៊ុនសែនត្រូវបានគេស្គាល់ទូទាំងពិភពលោកទៅហើយដូច្នេះខ្ញុំក៏យកកត្តាអន្តរជាតិដើម្បីជំរុញកែតម្រង់ផ្ទៃក្នុងហើយយកការកែតម្រង់ផ្ទៃក្នុងដើម្បីជំរុញការចរចាជាអន្តរជាតិនេះជាទំនាក់ទំនងវិចារវិទ្យាដើម្បីបំពេញឲ្យគ្នារវាងខាងក្នុងនិងខាងក្រៅនៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាឆ្នាំ1985ខ្ញុំទើបមានអាយុ32ឆ្នាំប៉ុណ្ណោះដែលជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងពិភពលោកពេលនោះចាប់ពីពេលបានកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាមខ្ញុំបានប្រកាសថាมันមានដំណោះស្រាយតាមផ្លូវយោធាឡើយចំពោះជំនួសនៅកម្ពុជាគឺមានតែការចរចានិងដំណោះស្រាយនយោបាយរវាងខ្មែរនិងខ្មែរប៉ុណ្ណោះដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជាក្នុងស្វាដីនេះហើយតែខ្ញុំបានដាក់ចេញនាខែតុលាឆ្នាំ1987នៅសេចក្តីប្រកាស5ចំណុចដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ1រៀបចំជំនួបសេនុហ៊ុនសែនហៅកាត់គឺជាការជួបជំនួបនេះ2ការដកទាំងស្រុងនៅកងទ័ពវៀតណាមទន្ទឹមនឹងការបញ្ចប់រាល់ជំនួយនិងការគ្រប់គ្រងទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ3ការរៀបចំបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយដែលអនុវត្តនយោបាយអព្យាក្រឹតនិងមិនចូលបក្សបត4ចរចាជាមួយនឹងប្រទេសថៃដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាពនិងសន្តិភាពនិងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន5រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀងដែលសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីររដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យនិងសាធារណរដ្ឋប្រជាមានិតកម្ពុជាសមាជិកអចិន្ត្រៃយ៍ទាំង5នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រទេសវៀតណាមឥណ្ឌានិងប្រទេសដទៃទៀតនេះជាចំណុចដែលខ្ញុំស្នើហេតុអីបានគេលើកឈ្មោះឥណ្ឌាខ្ញុំសូមលើកប្រវត្តិត្រង់នេះបន្តិចដើម្បីអ្នកទាំងអស់គ្នាអាចយល់ក្នុងអតីតកាលពីក្រោយសម័យឯករាជ្យឆ្នាំ1953ដែលទាមទារដឹកនាំដោយប្រកាសណាប្រវេដាជាតិសម្ដេចព្រះនរោត្តមសីហនុពេលនោះសង្គ្រាមឥណ្ឌូចិននៅបន្តដូច្នេះហើយមានសន្និសីទរណែវឆ្នាំ1954ពេលនោះនៅកម្ពុជាគឺមានគណៈកម្មការត្រួតពិនិត្យអន្តរជាតិមួយដែលហៅថា ICC International de Control Commission ចឹងពេលនោះគឺមានតួអង្គ3ឥណ្ឌាតំណាងឲ្យប្រទេសអព្យាក្រឹតប៉ូឡូញតំណាងឲ្យប្រទេសសង្គមនិយមកាណាដាតំណាងឲ្យប្រទេសសេរីគឺមានប្រវត្តិយ៉ាងដូចនេះហើយបានជារៀនលើកឈ្មោះឥណ្ឌានៅទីនេះប៉ុន្តែយើងបានប្រើពាក្យគឺនឹងប្រទេសផ្សេងទៀតដែលសម្ដៅថាតើភាគីដទៃយកចិត្តទុកដាក់ចំពោះអ្នកណារាប់ត្រង់នេះខ្ញុំសូមរៀបរាប់ដំណើររឿងដែលជាសច្ចធម៌ប្រវត្តិសាស្ត្រត្រង់ថាខ្ញុំគឺជាអ្នកជាមនុស្សដំបូងដែលបង្ហាញពីបំណងជួបជាមួយសម្ដេចព្រះនរោត្តមសីហនុដោយគោលនយោបាយខាងលើសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការចរចាជាបន្តដើម្បីស្វែងរកសន្តិភាព
ជាមួយនឹងស្មារតីនេះខ្ញុំតែម្នាក់គត់តែជាអ្នកជំរុញឲ្យមានជំនួបលើកដំបូងដែលយើងហៅថាជំនួបសេនុហ៊ុនសែននៅថ្ងៃទី2ខែធ្នូឆ្នាំ1987នៅផ្ទះអង្គការដំណើរប្រទេសបារាំងតែជំនួបនោះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដពោះទៅរកដំណោះស្រាយនយោបាយតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយទូលំទូលាយមួយនៃចំនួនកម្ពុជាដែលហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី23ខែតុលាឆ្នាំ1991ដែលត្រូវបានសម្រេចដោយសារឆន្ទៈនិងស្មារតីស្នេហាជាតិពិតប្រាកដរបស់សម្ដេចព្រះនរោត្តមសីហនុនិងរូបខ្ញុំផ្ទាល់ហ៊ុនសែនមុននឹងឈានដល់ការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងបានខិតខំធ្វើការងារស្នូលដែលជាមូលដ្ឋានគ្រឹះនិងចម្បងមិនអាចខ្វះបានពិតណាស់ថាប្រទេសជាច្រើនបានជួយជ្រោមជ្រែងនិងផ្ដល់ការគាំទ្រដល់កម្ពុជាពេញទំហឹងដល់ដំណើរការចរចាដែលមានរយៈពេលជិត4ឆ្នាំឧទាហរណ៍បារាំងនិងឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជាខណៈដែលកិច្ចពិភាក្សាជាច្រើនត្រូវបានរៀបចំនៅទីនោះរីឯអូស្ត្រាលីជំរុញនិងកំណត់គួយផ្ដើមរបស់ខ្លួនក្នុងការដាក់កម្ពុជាជាបណ្ដោះអាសន្នក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងអំឡុងពេលអន្តរកាលចំណែកបារាំងនិងជប៉ុនខណៈពេលរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាពបានគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញនិងអភិវឌ្ឍកម្ពុជាដោយគ្នានេះដែរហើយបានជួយយ៉ាងខ្លាំងដល់បុព្វហេតុនេះនិងគាំទ្រដល់ការបញ្ជូនជនភៀសខ្លួនជាង37,000 នាក់ត្រឡប់ទៅកម្ពុជាវិញចំណែកវៀតណាមការដកកងទ័ពវៀតណាមរបស់ពួកគេទាំងស្រុងនៅឆ្នាំ1989ក៏បានដោះស្រាយភាពការចាប់ទាំងឬការចរចាទាក់ទងទៅនឹងអនាគតខ្មែរក្រហមនិងវត្តមានរបស់កងទ័ពបរទេសផងដែរខ្ញុំសូមបញ្ជាក់ចំណុចនេះបន្តិចដើម្បីយើងងាយយល់អំពីបញ្ហាកម្ពុជាវាមានអ្វីខ្លះបញ្ហាកម្ពុជាវាមានទិដ្ឋភាពពីរមួយទិដ្ឋភាពផ្ទៃក្នុងហើយមួយទៀតទិដ្ឋភាពអន្តរជាតិទិដ្ឋភាពផ្ទៃក្នុងគេអាចយល់បានវាជាជំនួសប្រដាប់អាវុធរវាងខ្មែរនិងខ្មែរតែមានរហូតដល់4ក្រុមទោះមានតែរដ្ឋាភិបាល2មួយរដ្ឋាភិបាលចម្រុះត្រីភាគីដែលកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិប៉ុន្តែរដ្ឋាភិបាលត្រីភាគីនេះគឺមានកម្លាំងប្រដាប់អាវុធរៀងខ្លួនរហូតដល់3ក្រុមហើយមួយទៀតគឺរដ្ឋាភិបាលរបស់ខ្ញុំនៅទីក្រុងភ្នំពេញចឹងនេះចំនួនប្រដាប់អាវុធគឺទិដ្ឋភាពទីក្នុងតែទិដ្ឋភាពអន្តរជាតិរួមមានកងទ័ពវៀតណាមកំពុងនៅកម្ពុជានិងកងទ័ពត្រីភាគីកំពុងស្ថិតនៅលើដីថៃនិងការផ្ដល់ជំនួយអាវុធពីប្រទេសក្រៅទៅឲ្យត្រីភាគីដើម្បីបំផ្លាញដូច្នេះស្ថានភាពនេះគឺជាស្ថានភាពគឺត្រូវដោះស្រាយប៉ុន្តែការដកកងទ័ពវៀតណាមចេញពីកម្ពុជានៅឆ្នាំ1989បានលើកតម្លៃតែតិចទៀតខ្ញុំនឹងនិយាយដល់តែខ្ញុំបានជម្រាបអ្នកទាំងអស់គ្នាមុនពេលតែចូលមកកាន់ទីនេះអំពីតាក់ទងនឹង ANC ក្រុមប្រឹក្សាជាតិជាន់ខ្ពស់តើវាមានការវិវត្តយ៉ាងណាថ្ងៃនេះខ្ញុំទម្លាយអត្តកម្បាំងនេះដើម្បីជម្រាបជូនអ្នកទាំងអស់គ្នាហើយក៏ចែកជូនទៅដល់អ្នកសរសេរប្រវត្តិសាស្ត្រទាំងឡាយហើយអ្នកខ្លះគ្រាន់តែដឹងស្គាល់តែកិច្ចព្រមព្រៀងប៉ារីសក៏ប៉ុន្តែអ្វីទៅជាការចាប់ផ្ដើមរុញច្រានទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺពួកគេគឺជាការភ្លេចឬក៏អាច
បំពេញតែម្ដងក៏អាចធ្វើបានខ្ញុំឆ្លៀតឱកាសនេះសូមរំលឹកថាមូលដ្ឋាននៃដំណើរការចរចាដែលទទួលបានការគ្រប់គ្រងពីប្រទេសជាមិត្តនៅក្នុងសហគមន៍អន្តរជាតិដែលសំខាន់ជាងនេះគឺគំនិតព្រួយផ្ដើមនិងកិច្ចខិតខំប្រឹងប្រែងរបស់ខ្មែរផ្ទាល់ក្នុងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ANC សម្រាប់ប្រទេសកម្ពុជាជាតែឯកក្នុងអំឡុងជំនួបសេនុហ៊ុនសែនលើកទី2នៅសង្ឃសមាអង់គ្លេសក្នុងខែមករាឆ្នាំ1988ខ្ញុំបានព្រួយផ្ដើមគំនិតស្នើបង្កើតក្រុមប្រឹក្សាបង្រួមជាតិជាន់ខ្ពស់តែមានប្រធានមួយអនុប្រធាន2ហើយដែលត្រូវបានពិភាក្សានៅក្នុងកិច្ចចរចាជុំទី1ហៅថាហ្ស៊ីមវ៉ាន់ហើយហ្ស៊ីមវ៉ាន់នេះតែខ្ញុំនិយាយលេងហ្ស៊ីមគឺមានតែ Jakarta Informal Meeting ក៏ប៉ុន្តែយើងទៅប្រជុំនៅបូហ្គោអញ្ចឹងបាទខ្ញុំនិយាយលេងតែនិយាយលេងជាមួយមិត្តភ័ក្តិអូស្ត្រាលីឥណ្ឌូនេស៊ីថាគួរតែហៅថា BIM Bogo Informal Meeting ទៅវាត្រូវជាងប៉ុន្តែយើងហៅ Zoom 1ក្រោយមក Zoom 2ប៉ុន្តែមានអ្នកខ្លះសរសេរដល់ Zoom 3នោះប៉ុន្តែគ្មាន Zoom 3ទេមានតែ Zoom 1 Zoom 2 IMC គឺនឹងការប្រជុំផ្សេងដទៃទៀតគ្មាន Zoom 3ទេមាន Zoom 3ទេចឹងមានអ្នកខ្លះទៅសេជ្រុលហួសទៅដល់ Zoom 3អាហ្នឹងគឺខ្ញុំគ្រាន់តែបញ្ជាក់ជូនព្រោះខ្ញុំជាតួអង្គគ្រប់ខ្ញុំមានដៃគូច្រើនចរចាជាមួយដៃគូច្រើនចឹងខ្ញុំម្នាក់ឯងនេះគឺប្រមូលព្រមធាតុទាំងអស់អ្នកដទៃអាចមានដៃគូច្រើនដែរក៏ប៉ុន្តែมันមានដៃគូច្រើនជាងខ្ញុំទេដៃគូច្រើននៅក្នុងការចរចារៀបចំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះគឺมันបានសម្រេចទេកាលពីពេលនោះក៏ប៉ុន្តែបន្តមកកិច្ចព្រមព្រៀងនេះក៏ត្រូវបានការជួយឧបត្ថម្ភគាំទ្រពីឧត្តមសេនីយ៍ឆាវលិតយងឆាយុទ្ធខ្ញុំក៏បានចុះហត្ថលេខាជាមួយសម្ដេចព្រះឧត្តមសេនុនៅខែមីនាឆ្នាំ1990នៅឯទីក្រុងបាងកកប៉ុន្តែការធ្វើនៅពេលនោះគឺគ្រាន់តែបើយើងនិយាយពីខ្លឹមសារគោលដៅគឺដូចគ្នាគ្រាន់តែដូរឈ្មោះពីក្រុមប្រឹក្សាបង្រួមជាតិជាន់ខ្ពស់ទៅជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់តែប៉ុណ្្នឹងទេតែប៉ុណ្្នឹងទេប៉ុន្តែការចុះហត្ថលេខានេះចុះតែរវាងសម្ដេចព្រះបរមសេនុជាមួយនឹងខ្ញុំតែប៉ុណ្ណោះត្រីភាគីរាប់ទាំងភាគីខ្មែរក្រហមនិងភាគីរបស់សម្ដេចចៅសាមិនតាន់យល់ព្រមទេមិនតាន់យល់ព្រមទេអញ្ចឹងវាត្រូវមានអន្តរាគមន៍របស់ជប៉ុនតែទៀតតែមានអាដាមឆាវិលយងឆាយុទ្ធគឺចូលរួមយើងត្រូវធ្វើដំណើរខ្ញុំសូមជម្រាបកន្លែងនេះដើម្បីដោះស្រាយបញ្ហានេះកាលពីមុនរដ្ឋាភិបាលជប៉ុនអត់និយាយជាមួយខ្ញុំទេអញ្ចឹងខ្ញុំត្រូវធ្វើដំណើរដើម្បីតែសន្តិភាពនាយករដ្ឋមន្ត្រីម្នាក់បូកជាមួយនឹងរដ្ឋមន្ត្រីការពារជាតិធ្វើដំណើរឆ្លងកាត់សមុទ្រម៉ោង2ពីភ្លឺពីខេត្តកោះកុងមកកាន់ទឹកដីថៃហើយធ្វើដំណើរបន្តទៀតទៅប៉ាតាយាដើម្បីជួបអ៊ីម៉ាកាវ៉ាដែលជាអតីតអគ្គរដ្ឋទូតជប៉ុននៅកម្ពុជាដើម្បីសម្រុះសម្រួលឲ្យមានការចរចាជួបគ្នានៅទីក្រុងតូក្យូចឹងការសម្រុះសម្រួលនោះបាននាំទៅដល់ការជួបប្រជុំនៅទីក្រុងតូក្យូខ្ញុំនៅចងចាំច្បាស់
ជំនន់អតីតនាយករដ្ឋមន្ត្រីខៃហ្វូនិងរដ្ឋមន្ត្រីការបរទេសណាកាយ៉ាម៉ាតែរឿងតែគួរឲ្យចងចាំបំផុតនៅពេលនោះរហូតដល់ប៉ុណ្ណេះខ្មែរត្រូវមានមោទនភាពអំពីការបែកបាក់ហើយវិលមករួមរੂនៅត្រង់ថាសូម្បីតែពិធីជប់លៀងមួយត្រូវរៀបចំតុកពីត្រូវរៀបចំតុកពីតុកទី1តុកមួយខាងត្រីភាគីតុកមួយទៀតគឺរដ្ឋាភិបាលភ្នំពេញអញ្ចឹងរដ្ឋមន្ត្រីការបរទេសណាកាយ៉ាម៉ានៅជាមួយតុករបស់ត្រីភាគីចំនួនមុខមហូប3មុខឯអនុរដ្ឋមន្ត្រីការបរទេសណាវ៉ាដាណែលោកណាវ៉ាដាអូវ៉ាដាដែលជាឪពុកក្មេកប្រជាអធិរាជបច្ចុប្បន្ននៅតុកជាមួយខ្ញុំដល់អស់មុខមហូប3នេះទៅដូររដ្ឋមន្ត្រីការបរទេសណាកាយ៉ាម៉ាទៅនៅតុកជាមួយខ្ញុំនិងលោកអនុរដ្ឋមន្ត្រីការបរទេសណាកាយ៉ាម៉ាមកនៅតុករបស់ត្រីភាគីដល់ប៉ុណ្ណឹងកាលពេលនោះអត់ត្រូវគេប៉ុន្តែយើងត្រូវប្រឹងទោះបីលទ្ធផលវាបានប៉ុណ្ណាក៏ដោយត្រូវតែប្រឹងសង្ឃឹមត្រឹមតែ 1% ក៏ត្រូវតែប្រឹងប្រើប្រាស់ការចរចាជាជាងវាយគ្នាលើសម្បល់ភពស្លាប់ជីវិតពេលចាប់ផ្ដើមនៃការចរចាដោយមាននាយករដ្ឋមន្ត្រីខៃហ្វូចូលរួមបន្ទាប់ទៅនាយករដ្ឋមន្ត្រីខៃហ្វូដកខ្លួនចេញខ្មែរក្រហមចាប់ផ្ដើមបេការតែម្ដងប៉ុន្តែយ៉ាងណាក៏ដោយយើងក៏នៅតែចុះហត្ថលេខាបានដោយពេលនោះនាយកអាដាមឆាវិលិតយងឆាយុទ្ធបានคล้ายខ្លួនទៅជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិរបស់ថៃទៅហើយបានទៅសម្របជាមួយជប៉ុនទាំងនេះអាដាមឆាវិលិតយងឆាយុទ្ធជាមួយនឹងអូវ៉ារ៉ាបានទៅជួបខ្ញុំនៅសន្តាគារញូអូតានីថាវាមិនឡូហ្សិកទេក្នុងការចុះហត្ថលេខានេះព្រោះត្រីភាគីបានពហិការដោយខ្មែរក្រហមទៅហើយប៉ុន្តែសូមអាដាមហ៊ុនសែនទទួលលេបអាមិនឡូហ្សិកចាំថាបានអត់អីទេដើម្បីជោគជ័យសម្រាប់ខ្មែរទាំងមូលយើងទទួលការចុះហត្ថលេខាបែបនេះចឹងបានជាមានការចុះហត្ថលេខាលើកទី1នៅទីក្រុងបាងកកលើកទី2ទៅឯទីក្រុងតូក្យូបង្កើតឡើងនៅ ANC តាមរូបមន្ត6+6 ឬ6+2+2+2នេះជាដំណើររឿងវាបែបនេះឯងនៅឯទីក្រុងតូក្យូត្រឹមតែបង្កើតនៅក្របខ័ណ្ឌតែប៉ុណ្ណោះប៉ុន្តែសមាជិកភាពអ្នកណាសមាជិកចេញពីអ្នកណាមកខ្លះមកអីអត់តាន់បានរៀបចំទេគឺត្រូវមករៀបចំនៅហ្សាកាតានេះជាទីកន្លែងនៃការរៀបចំតែខ្ញុំសូមទម្លាយរឿងនេះឲ្យអស់នៅទីនេះដើម្បីយើងថ្ងៃក្រោយយើងអាចបោះទៅជាសភៅតែម្ដងដើម្បីឲ្យព្រោះបើសិនជាខ្ញុំស្លាប់ទៅបាត់ទៀតគឺអស់មនុស្សនិយាយណាតែខ្ញុំមិនងាយងាប់ទេនៅកំដរវាយកូនគោលបានអត់បញ្ហាពេលមករៀបចំនៅប្រជុំនៅនេះពេលនោះតកូលណាបៃតាសម្ដេចព្រះឧត្តមសីហនុព្រះអង្គប្រឈួនមិនបានមកចឹងការរៀបចំនៅទីនេះខាងភាគីរដ្ឋកម្ពុជាដាក់6រូបចូលទៅខាងភាគីត្រីភាគីខ្មែរក្រហមបានដាក់ខៀវ support និងសន្តិ
ខាងរណសេរំដោះប្រជាពលរដ្ឋខ្មែរបានដាក់សឿនសាននិងអៀងម៉ូលីខាងហ៊ុនស៊ុនប៉ិចដាក់សម្ដេចព្រះនរោត្តមសីហនុនិងព្រះអង្គម្ចាស់នរោត្តមរណរដ្ឋពេលនោះគឺយើងអត់មានការជួបប្រជុំគ្នាទេប៉ុន្តែអាដាមអាលីអាឡាតាគឺជាអ្នកចូលរៀបចំចឹងខ្ញុំពេលដែលខ្ញុំចូលរៀបចំខ្ញុំឃើញសមាជិកភាពខ្ញុំបានប្រាប់ទៅអាដាមអាលីអាឡាតាថាអាដាមដើម្បីធានាថាកិច្ចប្រព្រៀងនេះត្រូវបានគោរពខ្ញុំសូមស្នើដកឈ្មោះដកពនាមរបស់សម្ដេចព្រះនរោត្តមសីហនុចេញព្រោះបើសិនជាសម្ដេចព្រះនរោត្តមយើងនាំគ្នាចេញសេចក្តីថ្លែងការណ៍នៅហ្សាកាតាស្រាប់តែសម្ដេចព្រះនរោត្តមសីហនុថាខ្ញុំនឹងមិនធ្វើជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេតើអាដាមទទួលក៏ត្រូវបានទេខ្ញុំនឹងមិនយល់ស្របទេចឹងពេលនោះបានខាងហ៊ុនស៊ុនប៉ិចស្នើដាក់សម្ដេចណែព្រះអង្គម្ចាស់ពេលនោះមិនតទៅជាសម្ដេចកុកពេលហើយគឺព្រះអង្គម្ចាស់នរោត្តមរណរដ្ឋនិងចៅសែនកុសលហៅឈប់តែក្រោយមកคล้ายទៅជាពុទ្ធបរិសនៃការកោះប្រជុំអញ្ចឹងទេបានជាកិច្ចប្រព្រឹត្តនៅពេលនោះសក្តិថ្លែងការណ៍នៅពេលនោះគឺរួមមានគឺសមាជិកភាពដែលខ្ញុំបានបញ្ជាក់ខាងរដ្ឋកម្ពុជាគឺមាន6នាក់និងខាងត្រីភាគីដោយមានខាងខ្មែរក្រហមមានជា support សុនសេន KP មានសឿនសាទអៀងម៉ូលីខាងហ៊ុនស៊ុនប៉ិចមានរោដាមរណរដ្ឋនិងចៅសែនកសោប៉ុន្តែយើងមានឃ្លាមួយថាប្រសិនបើករណីចាំបាច់ ANC អាចជ្រើសរើសមនុស្សទី13ធ្វើជាប្រធាន ANC គឺទៅមើលឡើងវិញអ្នកខ្លះនិយាយតែពីរឿងប្រវត្តិចរចាប៉ុន្តែមិនដឹកបែរមុខទៅណាទេខ្ញុំចង់អប់រំគេដល់ឱកាសឲ្យពួកគេបានស្គាល់អ្វីទៅដែលហៅថារបៀបម៉េច ANC កើតនៅទីនេះតែនៅទីក្រុងកាសាអត់មានពនាមសម្ដេចព្រះនរោត្តមសីហនុទេអត់មានប្រវត្តិសម្ដេចព្រះនរោត្តមសីហនុទេប៉ុន្តែហើយមកវាជាភ័ព្វសំណាងមួយហើយខ្ញុំក៏សូមនិយាយរឿងនេះតែវានៅទីក្រុងហ្សាកាតាស្រាប់ខ្ញុំក៏ប្របែករឿងទីក្រុងហ្សាកាតាហើយបានឃើញដែរការព្រមព្រៀងជាសម្ងាត់រវាងខ្ញុំជាមួយសម្ដេចព្រះនរោត្តមសីហនុនៅថ្ងៃទី2ខែមិថុនាឆ្នាំ1991នៅទីក្រុងហ្សាកាតាវាជាការរៀបចំមួយខ្ញុំគិតថាប្រហែលជាឥណ្ឌូនេស៊ីថៃគឺសហការគ្នាធ្វើយ៉ាងម៉េចឲ្យយន្តហោះដែលធ្វើដំណើរមកកាន់ពីទីក្រុងបាកកមកកាន់ទីក្រុងហ្សាកាតាធ្វើដំណើរដោយជុំគ្នារវាងគណៈប្រតិភូសម្ដេចព្រះនរោត្តមសីហនុគណៈប្រតិភូរបស់ខ្ញុំបូកជាមួយគណៈប្រតិភូរបស់ខ្មែរក្រហមនៅលើយន្តហោះតែមួយពេលនោះហើយតែសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានអញ្ជើញខ្ញុំនិងភរិយាអញ្ជើញខ្ញុំពេលនឹងភរិយាខ្ញុំអត់បានមកទេអញ្ជើញខ្ញុំគឺទទួលទានអាហារចឹងខ្ញុំពេលនោះគឺភ្ញាក់ផ្អើលដែរនៅពេលដែលមានការជប់លៀងមួយស្រាប់តែបារាំងឥណ្ឌូនេស៊ីបាននិយាយថាថ្ងៃស្អែកនឹងមានបាយគេហៅថាបាយការងារដ៏ល្អពួកគេបានដឹងមុនបានសង្កេតថាគេមានការសហការរួចស្រេចទៅហើយសហការរួចចាត់សហការតាំងពីជីយន្តហោះជាមួយគ្នាសហការតាំងពីការរៀបចំឲ្យមានជំនួបដាច់ដោយឡែកមួយរវាងខ្ញុំជាមួយសម្ដេចព្រះនរោត្តមសីហនុនៅពេលដែលខ្ញុំជួបសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចម៉ែតែពេលនោះគឺជាអ្នកម្នាក់ឥឡូវគឺជា
ដាច់ព្រះរាជមេដាជាតិខ្មែរពេលនោះសម្ដេចព្រះនរោត្តមសីហនុព្រះអង្គក៏បាននិយាយមកកាន់មានប្រាប់ទូលមកកាន់ខ្ញុំថាម៉ែក្រហមបោកខ្ញុំម៉ែក្រហមបានសន្យាជាមួយខ្ញុំថាឲ្យតកងទ័ពវៀតណាមដកចេញគឺរដ្ឋាភិបាលអាដាមបើកដោយកដាស់ប៉ុន្តែឥឡូវអាដាមអត់ខ្មែរក្រហមអត់មានធ្វើឲ្យកើតអាដាមវាយយកដីចិត្តអស់វិញហើយចឹងទេពេលនោះបានជាបង្កើតឡើងនៅការរៀបចំព្រះអង្គថានឹងត្រឡប់ទៅប្រទេសវិញហើយបោះបង់ចោលខ្មែរក្រហមបោះបង់ចោលភាគីដទៃលោកស្នើបង្កើតថាទុកឲ្យសម្ដេចហេងសំរិទ្ធធ្វើប្រមុខរដ្ឋសម្ដេចជាស៊ីមកាលហ្នឹងគឺឯអាដាមនេះអាដាមហេងសំរិទ្ធធ្វើប្រមុខរដ្ឋអាដាមជាស៊ីមធ្វើប្រធានរដ្ឋសភាអាដាមហ៊ុនសែនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែសូមបង្កើតគណៈប្រធានជាតិគណៈប្រធានជាតិនោះគឺសម្ដេចព្រះនរោត្តមសីហនុធ្វើជាប្រធានហើយខ្ញុំធ្វើជាអនុប្រធាននិងមានសមាជិកមួយរូបគឺញឹកជលឹកហើយរក្សាទង់ជាតិរក្សារដ្ឋធម្មនុញ្ញពេលនោះយើងដូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជាមករដ្ឋកម្ពុជាហើយថ្ងៃទី4ខ្ញុំបានចូលកលបកូណាសាជាថ្មីប្រកទៀតថាព្រះអង្គសពតិនៅវគ្គឬក៏នៅចកាមបកូណាប្របេដាព្រះអង្គថាតែដល់ខ្ញុំមិនមែនចង់ធ្វើស្រេចទេប៉ុន្តែបើសិនជាខ្ញុំឲ្យខ្ញុំនៅប្រាសាទមហាប្រាសាទខេមរិនគឺជាការល្អខ្ញុំអរគុណពេលនោះខ្ញុំបានចាប់ដើមយើងមានតំណែងទូរស័ព្ទហើយពីទីក្រុងសាកាតាបញ្ជាទៅសម្ដេចគង់សម្បុរឲ្យរៀបចំជួសជុលបន្ទាន់ព្រះបរមរាជវាំងរឿងនេះយើងបានសន្យាជាមួយគ្នាថារក្សាការសម្ងាត់ក៏ប៉ុន្តែទៅដល់ទីក្រុងបាងកកស្រាប់តែខ្ញុំកំពុងតែសម្រាប់ស្រាប់តែឮថាអានន្ទបញ្ញរជននាយករដ្ឋមន្ត្រីថៃពេលនោះក្រោយរដ្ឋបហាទម្លាក់ឆាត់ឆាយឈុនអាវ៉ាន់អានន្ទបញ្ញរជនឡើងធ្វើនាយករដ្ឋមន្ត្រីស្រាប់តែស្នើសុំជួបខ្ញុំនៅសន្តាគារតែម្ដងតែទម្លាប់មុនខ្ញុំតែងតែទៅជួបគណៈដឹកនាំថៃនៅឯវិមានរដ្ឋាភិបាលប៉ុន្តែលើកនេះបែរជានាយករដ្ឋមន្ត្រីថៃមកជួបខ្ញុំទៅវិញដោយនាំមកជាមួយនឹងរដ្ឋមន្ត្រីការបរទេសនាំមកជាមួយនឹងអគ្គបញ្ជាការទ័ពមេបញ្ជាការកងទ័ពជើងគោកនាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីតាត់ទៅមកដល់ថាឮថាពេលនោះចាប់រាប់ភ្លាយព័ត៌មានអាណត្តិបញ្ញាជនបានសួរខ្ញុំថាតើវាជាការពិតទេដែលថាសម្ដេចព្រះនរោត្តមសីហនុត្រឡប់ទៅប្រទេសវិញថារឿងហ្នឹងជារឿងពិតគាត់ក៏និយាយថាទៅជាតបានហើយក៏ប៉ុន្តែខ្មែរក្រហមហើយនឹងសើមសាទទុកនៅណារឿងនេះវានាំទៅដល់ការរៀបចំដោយអន្តរាគមន៍ឆាប់រហ័សនៃថាផ្នែកត្រីភាគីក៏ដូចជាអ្នកគ្រប់គ្រងត្រីភាគីបានជាមានសំណើសុំដូរជាបន្តសុំដូរសមាជិក ANC ពីចៅសែនកសលហៅឈុំដាក់សម្ដេចព្រះនរោត្តមសីហនុទៅជាសមាជិក ANC ហើយ ANC ប្រជុំដំបូងខ្ញុំសូមបញ្ជាក់ប្រកាសនៅសាកាតាហើយទៅប្រជុំនៅបាងកកដឹកនាំដោយចៅសែនកសលហៅឈុំមិនមានការឯកភាពគ្នាទេមិនមានការឯកភាពចឹងពេលដែលប្រកាស ANC ភ្លាមយើងក៏ចាប់ផ្ដើមមានការប្រជុំនៅប៉ាតាយាប្រទេសពេលប្រជុំនៅប៉ាតាយានេះគឺអត់តាន់មានប្រធានទេខ្ញុំសូមរៀបរាប់អានឹងឲ្យច្បាស់ប្រជុំនៅប៉ាតាយាគឺសម្ដេចព្រះនរោត្តមសីហនុដឹកនាំការប្រជុំប៉ុន្តែប្រធានអត់តាន់បានជ្រើសរើសទេ
អត់តាន់បានជ្រើសរើសទេតើប្រធានជ្រើសរើសនៅកន្លែងណានៅពេលណានៅទីណាប្រជុំ ANC លើកទី2ត្រូវធ្វើនៅពេលកាន់ពេលនោះដែលប្រធានត្រូវបានជ្រើសរើសដោយការស្រស់ស្រួលរវាងខ្ញុំជាមួយនឹងសម្ដេចព្រះអាដាមសីហនុខ្ញុំសូមកល់សម្ដេចព្រះអាដាមសីហនុដាច់ដោយឡែកពេលនោះនិយាយខាងក្រៅថារៀបចំដំណើរទស្សនកិច្ចរបស់អាដាមហ៊ុនសែនទៅកូរ៉េខាងជើងជាមួយនឹងព្រះអង្គក្នុងឋានៈជាភ្ញៀវរបស់ព្រះអង្គតែពេលនោះហើយខ្លាយទៅជាកូនធរឪធររាយធរតែខ្ញុំទៅជាកូនធររបស់កូនណាបៃតានិងលួងម៉ែខ្ញុំនឹងភរិយាខ្ញុំពេលចូលទៅដល់ខាងក្រោមកូនណាបៃតាបានសួរខ្ញុំថាអាដាមមានបញ្ហាអីខ្ញុំក៏បានលើកថាប្រអប់ឥឡូវយើងអត់តាន់មានប្រធាន ANC ទេហើយការដែលរូបមន្តការពីពេលមុនមានព្រះអង្គធ្វើជាប្រធានហើយទូមគុំធ្វើអនុក៏អត់កើតដែរខាងទូមគុំមិនយល់ព្រមទេព្រោះអញ្ចេះនេះជាការឡើងថ្លៃកាលពេលមុនខ្ញុំស្នើអនុ1ប្រធាន1អនុ2ហើយខ្ញុំក្រងថែមដល់អនុ13ដើម្បីឲ្យមានទាំងភាគីរដ្ឋកម្ពុជាមានទាំងផ្នែកអបមានទាំងខាងសើសានផងប៉ុន្តែយើងដាក់ដើម្បីតថ្លៃប្រធាន1អនុ2ប៉ុន្តែនៅពេលដែលដកកងទ័ពវៀតណាមចេញអស់ហើយយើងរឹងមាំដូច្នេះតម្លៃវាត្រូវឡើងចឹងបានខ្ញុំទូលថ្វាយថារឿងព្រះអង្គធ្វើប្រធានហើយទូមគុំធ្វើអនុគឺមិនអាចទៅរួចទេប៉ុន្តែទូមគុំមានរូបមន្តមួយចំនួនរូបមន្តទី1គឺព្រះអង្គនឹងទូមគុំធ្វើសហប្រធានរូបមន្តទី2គឺប្រធានប្រូវេនហើយប្រធានប្រូវេនក៏មានរូបមន្ត2ទៀតប្រធានប្រូវេនព្រះអង្គធ្វើប្រធានម្ដងទូមគុំធ្វើប្រធានម្ដងឬប្រធានប្រូវេនទាំង12នាក់ចែកគ្នាវិលជុំ12នាក់ប៉ុន្តែនៅសល់រូបមន្តមួយទៀតតែទូមគុំសំស្នើគឺរូបមន្តព្រះអង្គលាចេញពីរដ្ឋាភិបាលត្រីភាគីលាចេញពីប្រធានហ្វុនឌីប៉ិចហើយខិតនៅពីលើដូច្នេះព្រះអង្គធ្វើប្រធានតែម្នាក់ឯងតែមួយអង្គឯងទៅបានហើយនេះវាលោសិកខ្លាំងណាស់ហើយជាការគោរពព្រោះជាតំណាងឲ្យប្រទេសតែ ANC តំណាងឲ្យប្រទេសពេលហ្នឹងព្រះអង្គបានមានបន្ទូលឆ្លើយតបព្រមថាកាលណាខ្ញុំទៅចឹងហើយគឺខ្ញុំត្រូវតែអភិជាក្រិតនៅពីលើចឹងព្រះអង្គបានថាឯកឧត្តមប្រកែខាងតាក់តែងសូមឯកឧត្តមតាក់តែងសេចក្តីប្រកាសខ្ញុំក៏មកតាក់តែងសេចក្តីប្រកាសនោះហើយឯកឧត្តមចែនបច្ចានេះណាយកទៅថ្វាយព្រះអង្គនៅតំណែងនៅពេលកាការពិតក្រាន់តែយកទៅថ្វាយដើម្បីឲ្យព្រះអង្គតតពីសក្តិព្រៀងទេតែព្រះអង្គបែរជាឡាយព្រះហស្ថលេខាមុនការកំណត់ចឹងប្រធាន ANC កើតឡើងរបៀបនេះគឺការព្រមព្រៀងរវាងសេនុហ៊ុនសែនទៅលើបញ្ហាព្រះអង្គចាក់ចេញពីរដ្ឋាភិបាលចម្រុះត្រីភាគីហើយគង់ពីលើគេចឹងបានជាប្រធានចាប់ដើមពីកន្លែងហ្នឹងចឹងសូមលោកអ្នកទាំងឡាយដែលធ្លាប់សរសេរពីនេះពីនោះសូមចាំឲ្យច្បាស់រឿងនេះវាប្រវត្តិយ៉ាងដូចនេះគ្មានអ្វីខុសពីនឹងទេហើយសាក់សីរស់គឺនៅមាននៅតមួយចំនួនដែរមិនមែនតន់អស់ទេនេះគ្រាន់តែជាការបញ្ជាក់ដើម្បីយើងអាចយល់អំពីបញ្ហានេះ
ទាំងអស់គ្នាកន្លែងហ្នឹងហើយដែលខ្ញុំចង់ទំនាយអាចកំបាំងហើយក៏សូមបញ្ជាក់មួយទៀតអ្នកខ្លះនៅបន្តតិចទៀនសម្ដេចព្រះអនន្តចេនុរហូតដល់ពេលនេះថាហេតុអីបានយកអង្គរៈកូរ៉េខាងជើងទៅការពារខ្ញុំសូមជំរាបថារឿងនេះមិនមែនជាកំហុសរបស់សម្ដេចព្រះអនន្តចេនុទេណាជាកំហុសរបស់ខ្ញុំជាអ្នកទទួលខុសត្រូវអត់ត្រូវតិចទៀនចំពោះព្រះបិតាជាតិរបស់យើងទេរឿងនេះបានកើតឡើងនៅទីក្រុងហ្សាកាតានៅពេលដែលមានការសោកស្រួលអំពីការដែលព្រះអង្គយាងវិលត្រឡប់បង្កើតគណៈប្រធានជាតិហើយព្រះអង្គនៅក្នុងព្រះរាជវាំងថ្ងៃទី4ថ្ងៃទី6ថ្ងៃទី2ខែ6ជួបគ្នាម្ដងថ្ងៃទី4ខែ6ជួបគ្នាម្ដងទៀតសួរតើព្រះអង្គគង់នៅណាពេលហ្នឹងតកូនណាបៃតាព្រះអង្គបាននិយាយថាឯដល់ការពារខ្ញុំផងប្រយ័ត្នខ្មែរក្រហមចូលវាំងលួចសម្លាប់ខ្ញុំបាទខ្ញុំគិតថាអត់អីទេកម្លាំងទុំគុំរក្សាបានក្នុងករណីដែលព្រះអង្គសពតិជ្រើសរើសយកអង្គរៈបរទេសដូចជាបារាំងជាដើមគឺសូមព្រះអង្គយកទៅជួយការពារទុំគុំការពារខាងក្រៅអ្នកតំណងការពារខាងក្នុងនោះព្រះអង្គថាទៅខ្ញុំយកកូរ៉េខាងជើងខ្ញុំទេនៅពេលដែលខ្ញុំទស្សនកិច្ចជាមួយព្រះអង្គនៅកូរ៉េខាងជើងជួបប្រធានាធិបតីកឹមសុខបាយជាមួយគ្នាខ្ញុំស្នើចំពោះប្រធានាធិបតីកឹមសុខថាសូមអេដាមបញ្ជូនមួយអេគីបតែមានទាំងអ្នកការពារមានទាំងអ្នកពិនិត្យប្រហូបមានទាំងក្រុមគ្រូពេទ្យសពបែបយ៉ាងដើម្បីទៅជួយខ្ញុំក្នុងការការពារសុវត្ថិភាពរបស់កូនណាចឹងសូមកុំបន្ទោសថាព្រះអង្គមិនជឿទុកចិត្តកម្លាំងរបស់កម្ពុជាហើយរឿងនេះក៏វាដល់ដំណាក់កាលចេះទៅទៀតដល់ដំណាក់កាលចេះទៅទៀតសូមមិត្តភក្តិខាងថៃរឿងនេះជារឿងប្រវត្តិសាស្ត្រយើងត្រូវនិយាយអស់យើងក៏ចាប់ផ្ដើមទៅចរចានៅបាតយាសាជាថ្មីម្ដងទៀតប៉ុន្តែមុនទៅដល់បាតយាក៏ទទួលទានអាហារជាមួយនឹងរវាងខ្ញុំនិងភរិយាបកូនណានិងលោកម៉ែពេលហ្នឹងគឺព្រះអង្គថាមិនយកទាំងអស់ដោយសារខាងថៃសុំបញ្ជូនមួយកងវរៈសេនាចូលទៅការពារព្រះរាជវាំងនៅឯទីក្រុងភ្នំពេញនិងសុចិន្តាក្រាបប្រយុទ្ធដែលមេបញ្ជាការជើងគោកនៅពេលនោះស្នើសុំឲ្យមានការបញ្ជូនកម្លាំងកងទ័ពថៃមួយកងវរៈសេនាតូចទៅការពារព្រះបរមរាជវាំងចឹងបានជាសម្ដេចព្រះនរោត្តមសីហនុព្រះអង្គថាមិនយកទាំងអស់ទាំងកូរ៉េខាងជើងក៏មិនយកទាំងថៃក៏មិនយកគឺការយកប្រើកម្លាំងរបស់អាដាមហ៊ុនសែនទៅបានហើយខ្ញុំបានទូលបកូនណាថាព្រះអង្គប្រសិនបើយើងយកកងទ័ពថៃទៅការពារព្រះបរមរាជវាំងវាជាការខូចខាតយ៉ាងដំណំចំពោះនយោបាយរបស់ព្រះអង្គក៏ដូចជាទូតគុំដែរមានន័យថាខាងកើតដកខាងលិចចូលនេះគឺជាគ្រោះថ្នាក់ខាងនយោបាយធំណាស់ហើយចំពោះកូរ៉េខាងជើងទូតគុំបានស្នើទៅគឹមអ៊ុលសុខប្រធានាធិបតីគឹមអ៊ុលសុខដូច្នេះយើងត្រូវបន្តប្រើប្រាស់នៅអ្វីដែលព្រមព្រៀងគ្នារួចហើយហើយចំពោះកងទ័ពថៃទុកឲ្យទូមគុំនិយាយជាមួយសុចិន្តាក្រាបប្រយុទ្ធចឹងពេលទៅដល់បាតយាខ្ញុំនិយាយជាមួយនឹងសុចិន្តាក្រាបប្រយុទ្ធថាមិនត្រូវធ្វើយ៉ាងដូចនេះទេវានឹងខូចខាតទៅដល់មុខមាត់របស់កម្ពុជាថាខាងកើតគឺវៀតណាមដកខាងលិចគឺថៃចូលទៅដល់ព្រះបរមរាជវាំងតែម្ដង
វាមិនល្អទេចឹងខាងថៃគេក៏ព្រមព្រៀងតែក្រោយមកខាងថៃក៏នៅបានដាក់មកក្រុមទៅនៅក្នុងព្រះបរមរាជវាំងគឺណានខៃអានោះគឺនិយាយអស់ឲ្យតិចឲ្យលម្អិតព្រោះវាមិនត្រូវជាអាចកំបាំងអីទៀតទេវាមិនទៅប៉ុន្តែខ្ញុំនៅមានអាចកំបាំងទៅសល់តែបច្ចេកមិនអស់ខ្ញុំបាននិយាយដាក់ក្នុងទូរទស្សន៍ក្នុងវីដេអូ48ម៉ោងប៉ុន្តែត្រូវផ្សព្វផ្សាយ10ឆ្នាំក្រោយបាទបោះចេញជាសភៅហើយមានតែវីដេអូទៀតខ្ញុំនៅមានអាចកំបាំងថែមទៀតព្រោះមិនមែនគ្រាន់តែបញ្ហាតេតិនរឿងចរចាសន្តិភាពនេះទេនៅមានកំណែទម្រង់ដីធ្លីបញ្ហាផ្ទៃក្នុងគណៈបកប្រជាជនខ្លួនឯងរឿងនេះរឿងនោះនៅមានរឿងច្រើនទៀតអញ្ចឹងខ្ញុំមិនតាន់អាចនិយាយបានទេផ្សព្វផ្សាយបានទេតែកូនរបស់ខ្ញុំគេបានទទួលវីដេអូទាំងអស់ហើយនឹងអ្នកទុកចិត្តមួយចំនួនទទួលបានវីដេអូនោះរួចហើយសរុបមកនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសច្បាស់ណាស់នេះគឺជារបត់ដ៏សំខាន់និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើងជាលទ្ធផលនៃការអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងនេះប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញហើយរាជរដ្ឋាភិបាលដែលបង្កើតចេញពីការបោះឆ្នោតរៀបចំឡើងដោយហ៊ុនតាក់ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិឡើងវិញកិច្ចព្រមព្រៀងនេះបានជួយឲ្យកម្ពុជាអនុម័តបានរដ្ឋធម្មនុញ្ញថ្មីឆ្នាំ1993ដែលគោរពរបបរាជានិយមអាស្រ័យធម្មនុញ្ញប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីវង្សវៈនិងសេដ្ឋកិច្ចទីផ្សារសេរីកម្ពុជាទទួលស្គាល់និងដឹងគុណជានិច្ចចំពោះសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនិងប្រទេសជាមិត្តរបស់កម្ពុជាយ៉ាងណាក្តីជាមួយនឹងលទ្ធផលជាវិជ្ជមានជាច្រើនដែលសម្រេចបាននោះហ៊ុនតាក់បានចាក់ចេញពីកម្ពុជាដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេអ្វីត្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តីខ្មែរក្រហមមិនបានគោរពនោះឡើយហើយអង្គការសហប្រជាជាតិក៏បរាជ័យក្នុងការបង្ខំឲ្យខ្មែរក្រហមទម្លាក់អាវុធនិងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនោះដែរបានសេចក្តីថាសន្តិភាពពេញលេញដែលជាគោលដៅចម្បងនៃកិច្ចព្រមព្រៀងមិនត្រូវបានសម្រេចឡើយទោះបីក្រោយការបោះឆ្នោតនិងការបង្កើតរាជរដ្ឋាភិបាល1993រួចហើយក្តីសង្គ្រាមស៊ីវិលនៅបន្តតែក្នុងស្ថានភាពដែលកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នារវាងរាជរដ្ឋាភិបាលនិងភាគីខ្មែរក្រហមត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថាអ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បានតែហ៊ុនតាក់មិនអាចសម្រេចបានគឺការដកត្រឡប់ទៅវិញរបស់ហ៊ុនតាក់គឺមិនបានបញ្ចប់នៅសង្គ្រាមនៅកម្ពុជាទេសូមកុំភ្លេចអន្តរជាតិត្រូវមើលឲ្យច្បាស់នៅទួលនីតិរបស់ព្រះមហាក្សត្រកម្ពុជាគឺសម្ដេចព្រះនរោត្តមសីហនុប្រទេសជាច្រើនដែលចុះហត្ថលេខាប្រណិប័តការដល់អង្គការសហប្រជាជាតិរហូតដល់ម៉ោងនេះមិនតាន់បានដកកម្លាំងចេញនៅឡើយទេដោយជាកម្ពុជាចូលសមាគមអាស៊ាននៅឆ្នាំ1999និងបានធ្វើជាប្រធានអាស៊ានបដូវវេន3ដងគឺឆ្នាំ2002 2012និង2022តាមរយៈអាស៊ានកម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើនជាមួយនឹងដៃគូអន្តរជាតិនានាហើយយើងក៏បានបង្កើតទំនាក់ទំនងប្រតិកលាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាច្រើនទន្ទឹមនេះកម្ពុជាក៏បានខិតខំដោយជោគជ័យ
ក្នុងការចូលរួមជាមួយសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ2004ផងដែរការពិតកម្ពុជាបានទទួលចូលតាំងពីអនុញ្ញាតឲ្យចូលអង្គការពាណិជ្ជកម្មពិភពលោកតាំងពី2003ប៉ុន្តែពេលនោះយើងខ្ញុំប្រើប្រព័ន្ធ2/3ការឈ្នះឆ្នោតរបស់គណៈបកប្រជាជនកម្ពុជាគឺมันអាចបង្កើតរដ្ឋាភិបាលបានក្នុងអស់រយៈពេល1ឆ្នាំយើងមិនអាចឲ្យសេចក្ដីបានទេបើសិនបើពេលនោះគណៈបករបស់ខ្ញុំមាន73អាសនៈលើ123អាសនៈលើ120អាសនៈប៉ុន្តែយើងមិនអាចបង្កើតរដ្ឋាភិបាលបានទេដោយសារប្រើប្រព័ន្ធ2/3ចឹងការពន្យាពេលបង្កើតរដ្ឋាភិបាលក៏ជាការពន្យាពេល1ឆ្នាំនៃការចូល WTO តាមការរៀបចំនៃការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាពកម្ពុជាបានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យបើយើងពិចារណាដោយប្រៀបធៀបជាមួយប្រទេសដែលងើបពីសង្គ្រាមដំណើរគ្នាជាមួយកម្ពុជាយើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រនិងងាយមានជម្លោះទៅជាសង្គមមួយដែលមានស្ថិរភាពសន្តិភាពនិងសុវត្ថិភាពហើយប្រជាជនយើងបានចាប់ផ្ដើមទទួលផ្លែផ្កាពីសន្តិភាពនិងការអភិវឌ្ឍអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកក្នុងរង្វង់ 10% នៅឆ្នាំ2019ប៉ុន្តែបានកើនឡើងដល់ 32% នៅឆ្នាំ2021ដោយសារ COVID ទោះយ៉ាងនេះក្តីការដាក់ចេញនិងអនុវត្តវិធានការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពទាំងក្នុងការគ្រប់គ្រងវិបត្តិនិងការរក្សាលំនឹងជីវភាពរស់នៅប្រជាជនបានជួយបង្កើនអំណាចទិញរបស់ប្រជាជនមកវិញនិងធ្វើឲ្យអត្រានៃភាពក្រីក្ររបស់យើងធ្លាក់នៅក្រោម 20% បានសង្កេតថានៅប្រមាណជា 19% តែជាទិន្នន័យដែលយើងទទួលបានពីមុនយើងខ្ញុំធ្លាក់មកនៅក្រោម 10% ហើយប៉ុន្តែ COVID បានបំផ្លាញយើងធ្វើឲ្យអ្នកដែលធ្លាក់ឡើងបន្តពីអត្រាឆ្លងផុតអត្រាភាពក្រីក្រធ្លាក់ចុះមកវិញប្រំនឹងហើយដែលជាបញ្ហារបស់យើងនេះជាបញ្ហា COVID มันបានបណ្ដាលមកពីអ្វីតែយើងក៏បានប្រឹកធ្វើឲ្យអត្រានៃភាពក្រីក្រតែធ្លាក់ដោយសារ COVID នេះបានងើបឡើងវិញហើយអត្រានៃភាពក្រីក្ររបស់យើងនៅក្រោម 20% ក្រោម 20% កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរដោយពឹងផ្អែកលើដៃគូអភិវឌ្ឍដើម្បីទទួលបានហិរញ្ញប្បទាន 2/3 នៃថវិកាជាតិទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការហើយថែមទាំងមានទុនបម្រុងដើម្បីការពារសេដ្ឋកិច្ចជាតិនិងលំនឹងជីវភាពប្រជាពលរដ្ឋទប់ទល់នឹងវិបត្តិនិងគ្រោះមហន្តរាយផ្សេងៗយើងក៏បានប្រែក្លាយពីប្រទេសតែនៅឯកោនិងទទួលរងតនកម្មដោយសហគមន៍អន្តរជាតិទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងតំបន់និងពិភពលោកក្លាយជាប្រទេសដែលអាចបញ្ជូនកងរក្សាសន្តិភាពចូលរួមយ៉ាងសកម្មនៅក្នុងរបៀបវិរៈសន្តិភាពទាំងក្នុងតំបន់និងក្រៅតំបន់តែទៀតតួនាទីរបស់កម្ពុជាសម្រាប់ជាគំរូនៃការផ្ដល់កងកម្លាំងរក្សាសន្តិភាពត្រូវបានកត់សរសើរនៅលើឆាកអន្តរជាតិក្រោមអង្គការសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនិងកងថែរក្សាសន្តិភាពស្ត្រីមានជាស្ត្រីផងដែរបច្ចុប្បន្ននេះកម្លាំងយើងបានបញ្ជូនមានប្រហែលជាង 10000 នាក់ទៅក្នុងប្រទេស10នេះជាចំណែកមួយដែលកម្ពុជាអាចចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពការសន្ទនានិងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមទួនាទីផ្សេងៗជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងក្នុងការឆ្លើយតបទៅនឹងវិបត្តិគ្រោះធម្មជាតិមនុស្សជាតិនិងបាតុភូតផ្សេងៗជា
แต่การลากต่อยซามนุษย์ពីមុនកម្ពុជាជាប្រទេសទទួលមុខខៀវតែឥឡូវយើងបានបញ្ជូនមុខខៀវចេញទៅក្រៅប្រទេសតាំងពីឆ្នាំ2006មកម្លេះយើងត្រៀមខ្លួនដើម្បីនឹងចូលរួមម្សិលមិញខ្ញុំបានលើកទស្សនៈទៀតយើងអាចបញ្ជូនក្នុងនាមជាអាស៊ានពាក់ឯកសណ្ឋានឥណ្ឌូនេស៊ីក៏ប៉ុន្តែក៏នៅក្រោមរូបភាពអាស៊ានក៏យើងអាចធ្វើបានដើម្បីបង្កើនទម្ងន់ទួនាទីរបស់អាស៊ានកងទ័ពកម្ពុជាកំពុងស្ថិតនៅប្រទេសមួយចំនួនក៏យើងអាចបើសិនជាមានកងសង្ស៊ីសនៅក្នុងមេដឹកនាំអាស៊ានគឺអាចធ្វើទៅរួចគ្រាន់តែពាក់ថែមឯកសណ្ឋានពាក់សញ្ញារបស់អាស៊ានចូលគឺទួនាទីដូចជាកម្ពុជាកងទ័ពកម្ពុជាក៏ប៉ុន្តែក្រោមឆ័ត្ររបស់អាស៊ានបញ្ជូនទៅកបកាត់អង្គការសហប្រជាជាតិដូច្នេះវាក៏អាចបង្កើតជាគេហៅថាទួនាទីមួយរបស់អាស៊ាននៅក្នុងនិវេបនកម្មសកលផងដែរយើងអាចធ្វើបានរឿងនេះជាការពិតមានចំណុចជាច្រើនទៀតតែខ្ញុំចង់ចែកដែរប៉ុន្តែដោយសារយោងទៅលើកត្តាពេលវេលាខ្ញុំសូមបញ្ចប់ការចែករំលែកអំពីតថភាពប្រវត្តិសាស្ត្រកម្ពុជាត្រឹមនេះហើយសូមផ្ដល់នូវសេចក្តីសង្ខេបខ្លីៗទាក់ទងទៅមេរៀនសំខាន់តែស្រង់ចេញពីដំណើរការដឹកនាំកសាងសន្តិភាពនិងការផ្សះផ្សាកម្ពុជាដូចតទៅទី1ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិមួយត្រូវតែមានភាពម្ចាស់ការលើបញ្ហាជាតិរបស់ខ្លួននៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនារបស់ខ្លួនពេលនោះហើយដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់និងគ្រោះមហន្តរាយដោយគ្នាដែរដំណើរការស្វែងរកសន្តិភាពក៏ត្រូវចាប់ផ្ដើមចេញពីពលរដ្ឋម្ចាស់ប្រទេសហើយដំណោះស្រាយយូរវែងក៏ទាមទារឲ្យមានការចូលរួមពីប្រជាជននិងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរមុននឹងឈានទៅសម្រេចបាននៅឯកភាពជាតិនិងកងកម្លាំងប្រដាប់អាវុធជាតិតែមួយទោះជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេសនិងអង្គការសហប្រជាជាតិយ៉ាងណាក្តីសន្តិភាពយូរវែងមិនអាចកើតឡើងបានទេប្រសិនបើម្ចាស់ប្រទេសមិនខិតខំព្រួយផ្ដើមនិងកសាងដោយខ្លួនឯងហើយនេះគឺជាអត្ថន័យពិតប្រាកដនៃនយោបាយឈ្នះឈ្នះតែព្រួយផ្ដើមឡើងដោយជនជាតិខ្មែរនិងចូលរួមអនុវត្តនិងទទួលផលដោយជនជាតិខ្មែរទី2សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាពតែមានស្រាប់ជាជាងស្វែងរកសន្តិភាពតែបាត់បង់សង្គ្រាមគឺពិតជាងាយប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមកម្ពុជាត្រូវការរយៈពេលជិត30ឆ្នាំទើបយើងមានសន្តិភាពពេញលេញ26ឆ្នាំប៉ុណ្ណោះតែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ500ឆ្នាំរបស់ខ្លួនប៉ុន្តែជាការគួរឲ្យសោកស្ដាយតែយើងបែរជារងការរិះគន់តែយើងនិយាយតែពីសន្តិភាពបំផិតបំភ័យសង្គ្រាមទៅវិញហើយយុវជនមួយចំនួនបានបំភ្លេចនូវគុណតម្លៃនៃសន្តិភាពជាបដាបន្តហើយខ្លះទៀតថែមទាំងចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យទោះបីត្រូវបង្ខាត់សន្តិភាពក៏ដោយនិន្នាការបែបនេះគឺជានិន្នាការដ៏គ្រោះថ្នាក់បំផុតដែលសហគមន៍អន្តរជាតិទាំងមូលត្រូវចូលរួមបង្ការកលទោសនិងទប់ស្កាត់នៅមនោគមវិជ្ជាជ្រុលនិយមបែបនេះយើងត្រូវខិតខំអប់រំប្រជាពលរដ្ឋ
អំពីគុណតម្លៃសន្តិភាពពីព្រោះថានៅពេលដែលវាគ្មានសន្តិភាពយើងមិនអាចនិយាយដោយពិរោះនៅពាក្យថាសិទ្ធិមនុស្សប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយចំណុចនេះត្រូវតែបញ្ជាក់ឲ្យច្បាស់អ្នកខ្លះនិយាយយ៉ាងពិរោះអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏ប៉ុន្តែគេបានភ្លេចនៅអ្វីដែលហៅថាសន្តិភាពត្រូវតែការពារសន្តិភាពដែលមានប្រសើរជាងស្វែងរកសន្តិភាពដែលវាបាត់បង់ករណីអ៊ុយក្រែនកុំថាឡើយប្រធានាធិបតីត្រាំគាត់និយាយថាគាត់ដោះស្រាយ24ម៉ោងខ្ញុំអាចនិយាយបានថាសូម្បីតែ24ខែទៀតក៏វាមិនជាប់ដែរបាទតែបែបនោះជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ក្នុងការស្វែងរកសន្តិភាពก่อนតែបញ្ហាការឈប់បាញ់តើឈប់បាញ់ក្នុងន័យអ្វីឈប់បាញ់តាមបែបណាឈប់បាញ់នៅនឹងកន្លែងឬឈប់បាញ់ដែលមានលក្ខខណ្ឌស្អីសូម្បីតែការឈប់បាញ់នៅតំបន់ហ្គាហ្សាតើឈប់បាញ់បានរយៈពេលប្រមាណឥឡូវសង្គ្រាមផ្ទុះឡើងវិញគាត់លើកដើមចឹងពេលដែលមានសន្តិភាពហើយត្រូវការពារសន្តិភាពសិនបើគ្មានសន្តិភាពគ្មានទេខ្ញុំឲ្យយើងត្រូវឲ្យតម្លៃមិនមែនខ្ញុំទេក៏ប៉ុន្តែទាំងអស់គ្នាឥឡូវបើសិនជាមានសង្គ្រាមតើយើងអាចអង្គុយនៅជុំគ្នានេះបាននេះជារឿងពិតដូច្នេះហើយបានជាសម្រាប់ខ្ញុំដរាបណាយើងនៅទីនេះយើងមិនឲ្យអ្នកណាមួយបំផ្លាញសន្តិភាពនេះទោះត្រូវដោយតម្លៃណាក៏ដោយយើងសូមបញ្ជាក់ដោយមើងម៉ាត់ខ្ញុំមិនតាន់ស្លាប់ទេហើយខ្ញុំក៏មិនតាន់កាស់ចេញពីតួនាទីនយោបាយដែរអានោះនិយាយគ្នាឲ្យច្បាស់ប៉ុន្តែមិនមែនអត់ពីខ្ញុំទៅគ្មានអ្នកទទួលការពារសន្តិភាពទេជាច្រើននៃមនុស្សរបស់យើងប្រជាជនយើងគឺត្រូវការសន្តិភាពត្រូវការសន្តិទី3បើទោះជាសម្រេចបានសន្តិភាពក៏ដោយក៏សន្តិភាពមិនថិតទេគង់វង្សយូរអង្វែងដែរបើសិនបើគ្មានការបង្រួបបង្រួមជាតិការផ្សះផ្សាយុទ្ធធម៌និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈវត្តពិសោធន៍របស់កម្ពុជាយើងត្រូវខិតខំរិះរកវិធីសាស្ត្រនានានិងក្នុងការធានាសន្តិភាពឲ្យបានយូរអង្វែងនិងចាក់ឫសរឹងមាំក្នុងសង្គមជាតិតាមរយៈការផ្សះផ្សានិងបង្រួបបង្រួមជាតិខ្ញុំចង់គូសរំលេចពីសារៈសំខាន់នៃការជំរុញវប្បធម៌សន្តិភាពនៅក្នុងនយោបាយរបស់កម្ពុជាដោយសារតែប្រទេសយើងបានឆ្លងកាត់វគ្គនៃអំពើហិង្សាដ៏កាចសាហាវការផ្លាស់ប្ដូររបបញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យនិងការសងសឹកឥតឈប់ឈរបើទោះជានៅក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាពនៅឆ្នាំពេញលេញនៅឆ្នាំ1990ក៏ខ្ញុំនៅតែបន្តអនុវត្តវប្បធម៌សន្តិភាពជាមួយគណៈបកនយោបាយផ្សេងៗដើម្បីបង្កើតភាពសុខដុមពង្រឹងឯកភាពជាតិនិងបណ្ដុះលទ្ធិប្រជាធិបតេយ្យយើងទទួលស្គាល់ថាលទ្ធិប្រជាធិបតេយ្យគឺជារបបគ្រប់គ្រងតែគោរពភាពចម្រុះនិងផ្ដល់មធ្យោបាយដ៏មានប្រសិទ្ធភាពនៅក្នុងការដោះស្រាយនិងគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោតជាជាងប្រើក្របកំភ្លើងនិងអំពើហិង្សាឬការបះបោរបច្ចុប្បន្ននេះកម្ពុជាពិតជាមានគណៈបកនយោបាយច្រើនប៉ុន្តែកម្ពុជាលែងមានក្រុមប្រតិបត្តិច្រើនទៀតហើយអ្វីដែលសំខាន់នោះគឺអំពើហិង្សាក្នុងពេលបោះឆ្នោតបានរលាយសាបសូន្យតែម្ដងពីឆាកនយោបាយកម្ពុជាបន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះឈ្នះនេះគឺជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជាដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ
និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅលើពិភពលោកពុំមានស្តង់ដារនិយមនៃពាក្យប្រជាធិបតេយ្យសម្រាប់អ្វីតែខ្ញុំយល់ជារួមក្នុងន័យកណ្ដាលគឺថាប្រជាធិបតេយ្យត្រូវមានសន្តិភាពជាបរិយាលក្ខណៈនៅពេលសន្តិភាពនៅពេលមានសន្តិភាពយើងមានសេរីភាពសាសនាការកសាងហេដ្ឋារចនាសម្ព័ន្ធការបញ្ចេញមតិនៅក្នុងក្របខ័ណ្ឌច្បាប់ការរៀបចំការបោះឆ្នោតជាទៀងទាត់យើងគោរពជំនឿរបស់ប្រជាជនការពារនៅសេដ្ឋកិច្ចឯកជនរបស់ប្រជាជនក្នុងដំណាក់កាលតែយើងត្រូវពង្រឹងការអនុវត្តច្បាប់ដើម្បីប្រមូលចំណូលជូនរដ្ឋរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងពង្រីកសក្តានុពលធនធានមនុស្សឲ្យទៅជាមូលធនមនុស្សខ្ពស់ដើម្បីកសាងខឿនការពីជាតិដ៏រឹងមាំនោះគឺប្រជាធិបតេយ្យតែកម្ពុជាបាននឹងកំពុងធ្វើដំណើរហើយកម្ពុជានៅបន្តធ្វើដំណើរទៅមុខលើមេគីនេះដើម្បីរក្សាសន្តិភាពបានគឺដំបូងយើងត្រូវដឹងថាដើម្បីអភិវឌ្ឍបានត្រូវការមានសន្តិភាពប៉ុន្តែដើម្បីរក្សាសន្តិភាពបានគឺត្រូវតែមានការអភិវឌ្ឍបើទុកឲ្យប្រជាជនក្រីក្រតោកយ៉ាដោយខ្វះការយកចិត្តទុកដាក់សន្តិភាពនឹងត្រូវបានបំផ្លាញដោយការខឹងសម្បាររបស់ប្រជាពលរដ្ឋដូច្នេះយើងត្រូវចាត់ទុកថាសន្តិភាពនិងការអភិវឌ្ឍជាចុងខ្សែពីរនៃចំណងមួយបានតែគេថាចុងខ្សែពីរមកខាងសន្តិភាពមកខាងអភិវឌ្ឍទើបយើងរក្សាបាននេះជាវិចារវិទ្យាតែវាមានចំណងតកតរវាងសន្តិភាពនិងការអភិវឌ្ឍបើគ្មានសន្តិភាពគ្មានការអភិវឌ្ឍទេហើយបើគ្មានការអភិវឌ្ឍក៏យើងពិបាករក្សាសន្តិភាពបានដែរនេះជារឿងពិតដូច្នេះត្រូវជំរុញការអភិវឌ្ឍនេះឡើងការជំរុញការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍគ្រប់ជ្រុងជ្រោយមានបរិយាបន្នគឺនៅតែជាគោលនយោបាយដ៏ចាំបាច់សម្រាប់រក្សាសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សនៅពេលដែលប្រទេសមានប្រជាជនក្រីក្រច្រើនពលរដ្ឋគ្មានការងារធ្វើគ្មានចំណេះដឹងពលរដ្ឋនឹងងាយជឿលង់ទៅលើមនោគមវិជ្ជាជ្រុលនិយមតែទាមទារស្វែងរកការទម្លាក់កំហុសទៅលើស្ថាប័នឬក្រុមសង្គមណាមួយដើម្បីបញ្ចេញកំហឹងរបស់ពួកគេដូច្នេះហើយនេះគឺពិតជាអាមេរិកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍព្រោះថាពួកគេពិតជាគ្មានវេទមន្តដើម្បីជប់ឲ្យមានការអភិវឌ្ឍជឿនលឿនភ្លាមលើគ្រប់វិស័យនៅទូទាំងប្រទេសតាមចិត្តតែមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនចង់បាននោះឡើយរដ្ឋាភិបាលពិតជាត្រូវការចូលរួមនិងយោគយល់ពីប្រជាពលរដ្ឋទូទៅអំពីល្បឿននៃការអភិវឌ្ឍជាតិនៅពេលដែលប្រទេសជាតិមួយពុំមានមធ្យោបាយនិងធនធានគ្រប់គ្រាន់ដោយប្រទេសជឿនលឿនដទៃទៀតត្រង់ចំណុចនេះខ្ញុំក៏ចង់ឲ្យប្រទេសជឿនលឿនយល់ពីការលំបាករបស់ប្រទេសកំពុងអភិវឌ្ឍផងដែរយើងចង់ឃើញការជួយជុំជែងពីមិត្តរបស់យើងចង់ឃើញការលូកយើងមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើងហើយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ននិងធនធានរបស់យើងហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋនិងកំតមមនោគមវិជ្ជាជ្រុលនិយមតែចង់ដួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យឡើយយើងចង់បានការគ្រប់គ្រងជាជាងការបន្តបង្អាប់និងរាំងជំរឿសនៃមេគាអភិវឌ្ឍរបស់យើងដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាពការលំបាកនិងសោកនាដកម្មរាប់មិនអស់របស់ប្រជាជាតិខ្មែរនោះឡើយដោយតែខ្ញុំបានថ្លែង
តលនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី76ប្រវត្តិសាស្ត្របានប្រាប់យើងម្ដងហើយម្ដងទៀតថាការជ្រៀតជ្រែកហើយកាន់តែអាក្រក់ជាងនេះគឺការប្រើយោធាដើម្បីបង្ខំការផ្លាស់ប្ដូររបបនយោបាយឬប្រព័ន្ធដឹកនាំកិច្ចផ្សេងៗមិនមែនជាដំណោះស្រាយទេទុយទៅវិញទង្វើទាំងនេះតែងតែនាំមកឲ្យមានការស្លាប់ជាច្រើនបង្កការរងទុក្ខវេទនារបស់មនុស្សនិងបង្កើតចំនួនសង្គមនិងសេដ្ឋកិច្ចកម្ពុជាគឺជាគំរូពិតនិងបានជួបប្រទះសោកនាដកម្មដ៏អាក្រក់បំផុតហើយគួរឲ្យសោកស្ដាយកន្លងទៅ3នេះនិងឥឡូវនេះយើងក៏នៅឃើញការលូកដៃជ្រៀតជ្រែកពីខាងក្រៅនៅបណ្ដាប្រទេសមួយចំនួនបើសិនបើព្រឹត្តិការណ៍ថ្មីដូចជានៅអាហ្វហ្គានីស្ថាននិងបង់ក្លាដេសជាដើមជាមេរៀនតែត្រូវរៀនសូត្រមានគុណសម្បត្តិដ៏អស្ចារ្យក្នុងការគោរពបំណងប្រាថ្នារបស់ប្រជាជាតិនីមួយៗនិងសិទ្ធិរបស់ប្រជាជនរបស់ពួកគេក្នុងការកំណត់វាសនាជោគវាសនាដល់ខ្លួនឯងមិនថាប្រទេសធំនិងប្រទេសតូចពួកគេសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នានៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេវប្បធម៌ប្រពៃណីរបៀបរស់នៅនិងសង្គមនយោបាយពួកគេនឹងត្រូវបានរារាំងដោយការដាក់ទណ្ឌកម្មឯកតោភាគីការហាមឃាត់ឬវិធានសេដ្ឋកិច្ចឬការបង្ខំផ្សេងទៀតដែលរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិដុល្លារតែដល់លោកជំទាវអស់លោកស្រីខ្ញុំគួរតែបញ្ចប់ត្រឹមប៉ុណ្ណេះតែខ្ញុំទុកឱកាសប្រសិនបើមានសំណួរហើយប្រសិនបើលោកប្រធានគឺអនុញ្ញាតឲ្យមានការឆ្លងឆ្លើយសំណួរខ្ញុំត្រៀមនឹងឆ្លើយសំណួរខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមអរគុណ Samdech Techo Hun Sen, that was a remarkable and indeed an historical speech that you have shared with us. I thank you so much, and please give him an additional applause for his wonderful speech. And of course, you have enriched us more than we have expected, but he kindly have shared his time to have an opportunity for the Q&A. I'm sure everybody has so many to ask for. With the time restraint, I will do one round, and then if you have any pressing question, please raise your hand, introduce yourself, and then I would like to collect 2, 3 at once. If there's anyone, may I see your hand? If not, I will take the privilege of being sitting here to ask the question. If I may, Samdech Techo, your experience, especially on the first part you mentioned today, was extremely insightful, making justice to, for example, the Vietnam's role in, as you mentioned, liberating Cambodia. Oh, yeah, yes. It is extremely difficult decision you must have had when you seek Vietnamese troops to retreat. Because in the history, the process of retreat can create vacuum of power, instability, and it is always the most vulnerable phase that the peace created can collapse. We can see this in this past 10 years as well. Dari teman Eri aja. Oh ya udah.
Should I repeat it? Let me repeat my question, Sambatejo. So, the story you shared that the role of Vietnam has liberated Cambodia was a very insightful one. But I also have to highlight the process of Vietnamese retreat, because the process of retreat can be much more risky, create instability, create vacuum of power, and this is oftentimes when the hard-won peace can collapse easily. But you have done this in such a masterful way that it didn't happen in the case of Cambodia. Normally, the leaders who work with external liberation resist them to leave, but you insisted and you masterfully managed the process, working with many partners. Can you share us what was the key strategies, and looking back, why was it so successful in having Vietnamese troop retreat when you emphasize the importance of them in the Cambodian peacemaking? ខ្ញុំសូមអរគុណណាស់ជាមួយនឹងសំណួរដ៏ល្អនេះដំបូងខ្ញុំគួរតែនិយាយអំពីពាក់ទិនជាមួយនឹងអន្តរាគមន៍របស់កងទ័ពវៀតណាមដោយខ្ញុំបានបញ្ជាក់ក្នុងបទកថានៅពេលដែលខ្ញុំចូលទៅក្នុងប្រទេសវៀតណាមស្នើសុំវៀតណាមជួយកសាងកម្លាំងប្រវត្តិវៀតណាមបដិសេធមិនទទួលជួយខ្ញុំទេហើយយកគោលការណ៍មិនជិតជ័យចូលកិច្ចការផ្ទៃក្នុងប៉ុន្តែខ្មែរក្រហមចាប់ផ្ដើមវាយវៀតណាមកាន់តែខ្លាំងទៅវៀតណាមពិតជាមិនអាចទទួលព័ត៌មានជាក់លាក់ពីកម្ពុជាទេមុនពេលដែលខ្ញុំទៅវៀតណាមជនជាតិកម្ពុជាមួយចំនួនដែលរត់ចូលទៅក្នុងវៀតណាមប្រទេសវៀតណាមគឺត្រូវវៀតណាមចាប់បញ្ជូនមកឲ្យកាន់ពួកខ្មែរក្រហមវិញសម្រាប់ប៉ុន្តែពេលដែលខ្ញុំទៅឲ្យបំផុតក៏ខ្ញុំបានជួយដល់ប្រជាជនមិនត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញប៉ុន្តែវៀតណាមបដិសេធមិនផ្ដល់ជំនួយសម្រាប់ការរៀបចំកម្លាំងប្រដាប់អាវុធរបស់ខ្ញុំទេក្រោយមកវៀតណាមក៏ចាប់ផ្ដើមជួយដល់យើងខ្ញុំកសាងកម្លាំងប្រដាប់អាវុធប៉ុន្តែពេលនោះយើងមានសេណារីយ៉ូ2សេណារីយ៉ូទី1គឺប្រើប្រាស់កម្លាំងកម្ពុជាផ្ទាល់ដើម្បីប្រយុទ្ធយើងអាចវាយកាន់កាប់ពីខាងកើតជាដំបូងហើយបានឈ្មោះទៅខាងលិចប៉ុន្តែត្រូវប្រើរយៈពេលមិនតិចជាង5ឆ្នាំក្នុងរយៈ3ទៅ5ឆ្នាំបើដូច្នោះប្រជាជនកម្ពុជានឹងស្លាប់អស់ដូច្នេះយើងក៏ស្នើសុំគឺអន្តរាគមន៍ពីកងទ័ពវៀតណាមបានផ្ដល់នៅការអន្តរាគមន៍វៀតណាមមិនមែនចង់នៅកម្ពុជារយៈពេលវែងទេប៉ុន្តែសំណូមពររបស់យើងត្រូវការពារការវិលត្រឡប់នៃរបបប៉ុលពតបានជាវៀតណាមពន្យាពេលនៃការដកតបចេញពីកម្ពុជានៅក្នុងឆ្នាំ1985បើខ្ញុំមិនច្រឡំទេពេលនោះមានសន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង3មានកម្ពុជាមានវៀតណាមនិងឡាវហើយខ្ញុំកាន់តួនាទីជានាយករដ្ឋមន្ត្រីផងជារដ្ឋមន្ត្រីការបរទេសពេលនោះគឺយើងបានប្រកាសថានឹងដកកងទ័ពវៀតណាមក្នុងរយៈពេលពី5ទៅ10ឆ្នាំបើពី5ទៅ10ឆ្នាំគឺយើងនឹងអបឡាយការដកកងទ័ពវៀតណាមរហូតមកដល់ឆ្នាំ1995បានដកដូច្នេះវាពិតជាយូរពេកហើយដូច្នេះវិធីសាស្ត្រតែមួយគត់ដែលយើងត្រូវខិតខំគឺភាពម្ចាស់ការដោយខ្លួនឯង
ការកសាងកម្លាំងប្រដាប់អាវុធរបស់យើងតែបង្កើនចំនួនកងទ័ពកម្ពុជានិងចាប់ផ្ដើមដកកងទ័ពវៀតណាមថយជាបដាបដាចាប់តាំងពីឆ្នាំ1982កងទ័ពកម្ពុជាកាន់តែចំនួនកើតកងទ័ពវៀតណាមកាន់តែធ្លាក់ចុះនេះគឺជាចំណុចនៃយុទ្ធសាស្ត្ររបស់យើងដើម្បីជំនួសឲ្យភូមិសាស្ត្រដែលវៀតណាមឆ្លប់ជួយការពារទៅជាកងទ័ពកម្ពុជាយើងចាប់ផ្ដើមពីស្ថានភាពបោះចម្រុះប៉ុន្តែសន្តិភាពបោះចម្រុះគឺកាត់បន្ថយកងទ័ពវៀតណាមបង្កើនកងទ័ពកម្ពុជាឡើងមួយទៀតខ្ញុំក៏សូមជម្រាបជូនអស់លោកនៅទីនេះដែររវាងវៀតណាមនិងកម្ពុជាស្ថានភាពសេដ្ឋកិច្ចមិនដូចគ្នាទេខ្ញុំដឹកនាំធ្វើសេដ្ឋកិច្ចទីផ្សារហើយវៀតណាមកំពុងតែបន្តសេដ្ឋកិច្ចផែនការតែក៏ចាប់ផ្ដើមកែតម្រង់ដែរចាប់ផ្ដើមកែតម្រង់នៅដំណាក់កាលដំបូងខ្ញុំបានស្នើឲ្យវៀតណាមដកជំនាញការទាំងអស់ចេញពីកម្ពុជាខ្ញុំមានការគិតគូរមួយថាត្រូវបង្កើនសវត្ថិភាពមន្ត្រីរបស់កម្ពុជាពេលនោះប្រកបជួនជាមួយនឹងអគ្គលេខាធិការបកថ្មីរបស់វៀតណាមពួកងៀងវ៉ាន់លិចគាត់ជាអ្នកកែតម្រង់នៅក្នុងដំណើរទៅចរចាជាមួយសម្ដេចព្រះនរោត្តមសីហនុនៅឯសាំងសាម៉ាំងអង់គ្លេសប្រទេសបារាំងខ្ញុំឆ្លងកាត់ទីក្រុងហាណូយខ្ញុំក៏បានស្នើទៅអគ្គលេខាធិការបកកុម្មុយនីសវៀតណាមថាសូមស្នើឲ្យដកជំនាញការរបស់វៀតណាមចេញពីកម្ពុជាដើម្បីទុកឲ្យកម្ពុជាម្ចាស់ការដោយខ្លួនឯងក្នុងការអនុវត្តភារកិច្ចរបស់គេចឹងខ្ញុំនៅចាំច្បាស់ថានៅក្នុងខែមិថុនាឆ្នាំ1988ជំនាញការវៀតណាមទាំងអស់ដកចេញពីកម្ពុជាដកចេញពីកម្ពុជាហើយចំពោះកងទ័ពវៀតណាមដកចេញទាំងអស់ពីកម្ពុជានៅថ្ងៃទី30ខែកញ្ញាឆ្នាំ1989បានសង្កេតថាដកកងទ័ពវៀតណាមក្រោយពេលដកជំនាញការមួយឆ្នាំចឹងទេបានជាមន្ត្រីរបស់យើងខ្ញុំចេះទៅការពេលដែលដកកងទ័ពវៀតណាមហើយការពិតយើងត្រូវតែហ៊ាននិយាយការពិតយើងខ្ញុំក៏ខូចខាតមួយចំនួនដែរម៉ែក៏បើកការវាយលុកត្រីពីគេបើកការវាយលុកធ្វើឲ្យយើងខ្ញុំបាត់បង់ភូមិសាស្ត្រមួយចំនួនក៏ប៉ុន្តែក្នុងមួយរយៈកាលខ្លីយើងខ្ញុំក៏ស្ដារឡើងវិញដើម្បីគ្រប់គ្រងតំបន់តែបាត់បង់គន្លឹះសំខាន់នៅទីនេះគឺម្ចាស់ការប្រើប្រាស់កម្លាំងខ្លួនឯងដើម្បីជំនួសកម្លាំងបរទេសសូម្បីតែមកដល់ពេលនេះខ្ញុំតែងតែកន្លងទៅខ្ញុំតែងតែប្រាប់នៃគេហៅថាជំនាញការបរទេសទាំងធនាគារពិភពលោកទាំងធនាគារអភិវឌ្ឍន៍អាស៊ីទាំង IMF និងពីប្រទេសផ្សេងៗខ្ញុំថាអ្នកទាំងអស់គ្នាចោទខ្ញុំថាធ្វើតាមវៀតណាមអនុវត្តតាមវៀតណាមក្រោមបញ្ជាវៀតណាមក៏ប៉ុន្តែនៅពេលដែលវៀតណាមនៅកម្ពុជាខ្ញុំមានសិទ្ធិសម្រេចគ្រប់យ៉ាងវៀតណាមមិនចូលរួមសម្រេចចិត្តជំនួសខ្ញុំទេប៉ុន្តែពេលនេះខ្ញុំទៅជាលំបាកទៅវិញបើខ្ញុំមិនធ្វើតាមអស់លោកប្រាច់ចំនួនពីខ្ញុំរហូតដល់ទូនមានខ្ញុំឲ្យលក់គយតែខ្ញុំមិនធ្វើតាមមានអន្តរជាតិចំនួនថ្មីស្នើឲ្យខ្ញុំលក់គយតែត្រូវដឹងថាគយជាសេវាអធិបតេយ្យដែលអាចមានទាំងអាវុធដូចជាតែយើងលក់គយឲ្យឯកជនយ៉ាងណាទៅយើងមិនអាចធ្វើតាមទេចឹងគំនិតឯករាជ្យរបស់ពួកខ្ញុំមានតាំងពីដើមយើងត្រូវការវៀតណាមត្រឹមតែជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុលពត
តែយើងត្រូវតែប្រយ័ត្នប្រយែងកសាងកម្លាំងខ្លួនឯងនេះហើយជាចំណុចជោគជ័យរបស់យើង Samdech Techo, thank you so much. I think our scheduled time has already passed, and with your enriched stories, double, triple enriched stories, I'm looking forward to listen to your recordings in 10 years, perhaps. But we have surely learned so much today that we couldn't have learned from anybody else, and especially this will be not just today, but this will lead to more focus and more highlighting to learn from Cambodian history from all of our region as well. So I hope this to be a continuation for many other conversation, and hope we could have your opportunity to listen from you again, and hope I could be listening to it from many of your colleagues and friends as well. So once again, thank you very much, and hope we could join in giving a big applause to Samdech Techo. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ